You're listening to Radio Free Asia. The following program is in Khmer. Nǐ chi càm bi tiệp xáy vệt chiu a zì sáy. Nǐ chi càm bi tiệp xáyរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរវិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកខ្ញុំបាទមានរិទ្ធសូមជម្រាបសួរលោកអ្នកនាងកញ្ញាប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីចា៎នាងខ្ញុំម៉ៅសុធានីក៏សូមជម្រាបសួរលោកអ្នកនាងអ្នកស្ដាប់ទាំងអស់ជាទីគោរពរាប់អានយើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់ព្រឹកថ្ងៃពុធ10រោចខែផល្គុនឆ្នាំវកអត្តស័កពុទ្ធសករាជ2560ត្រូវនៅថ្ងៃទី22ខែមីនាគ្រិស្តសករាជ2017ចា៎ជាដំបូងនេះសូមអញ្ជើញលោកអ្នកនាងកញ្ញាស្ដាប់ព័ត៌មានប្រចាំថ្ងៃកម្ពុជាជាប់ចំណាត់លេខ129ស្ដីពីសុខភមង្គលពិភពលោកអន្តជាងប្រទេសជាសមាជិកអាស៊ានប្រជាប្រដ្ឋចោទមន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យថាធ្វើទរណកម្មអ្នកទោសបរិសុទ្ធមេឃុំមកពីគណៈបកសំរងស៊ីចាត់ទុកការកាត់ប្រាក់ខែថាជាចេតនានយោបាយប្រជាប្រដ្ឋខេត្តពោធិ៍សាត់ចោទក្រុមហ៊ុនរបស់លោកអុកញ៉ាទ្រីភិបថាបន្តរំលោភយកដីប្រជាប្រដ្ឋរួមនឹងព័ត៌មានផ្សេងៗទៀតជាបន្តទៅទៀតនេះនាងខ្ញុំម៉ៅសុធានីសូមជូនព័ត៌មានពិស្ដាជាប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ129ផ្នែកសុភមង្គលក្នុងចំណោមប្រទេសចំនួន155នៅទូទាំងពិភពលោកហើយដែលអង្គការសហប្រជាជាតិបានសិក្សាវិតម្លៃចំណាត់ថ្នាក់នេះធ្វើឲ្យកម្ពុជាស្ថិតនៅពីក្រោយប្រទេសជាសមាជិកអាស៊ានជាច្រើនចាលោកសានសែលរាយការណ៍ព័ត៌មាននេះរបាយការណ៍ស្ដីពីសុភមង្គលពិភពលោកបានចេញផ្សាយនៅថ្ងៃទី20មីនាដើម្បីអបអរទិវាសុភមង្គលអន្តរជាតិកាលពីឆ្នាំកន្លងទៅប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់ទី140ទោះបីជាយ៉ាងណាក៏ដោយនៅឆ្នាំ2017នេះប្រទេសកម្ពុជាដើរពីក្រោយឆ្ងាយបណ្ដាប្រទេសអាស៊ាននិងប្រទេសក្បែរខាងប្រទេសវៀតណាមទទួលបានចំណាត់ថ្នាក់លេខ94ថៃលេខ32មីយ៉ាន់ម៉ាលេខ114ហើយសិង្ហបុរីលេខ26ចំណែកប្រទេសចិនវិញស្ថិតនៅក្នុងចំណាត់ថ្នាក់ទី79ខណៈសហរដ្ឋអាមេរិកបានចំណាត់ថ្នាក់ទី14ប្រទេសណ័រវេជាប្រទេសមានសុភមង្គលជាងគេបំផុតលើពិភពលោកហើយសាធារណរដ្ឋអាហ្វ្រិកកណ្ដាលជាប្រទេសនៅក្រោមបាតតារាងគេនេះជាឆ្នាំទី5នៃការចេញផ្សាយរបាយការណ៍សុភមង្គលពិភពលោករបស់អង្គការសហប្រជាជាតិដែលបានចាប់ផ្ដើមបោះពុម្ពផ្សាយដំបូងកាលពីឆ្នាំ2012ប្រាក់ចំណូលមិនមែនជាកត្តាតែមួយមុខគត់ដើម្បីកំណត់ភាពសប្បាយរីករាយរបស់មនុស្សនោះទេបើយោងតាមរបាយការណ៍នេះកម្រិតសប្បាយរីករាយរបស់ប្រជាពលរដ្ឋនៅតាមប្រទេសនីមួយៗពឹងផ្អែកលើកម្រិតប្រាក់ចំណូលប្រចាំឆ្នាំរបស់ពលរដ្ឋម្នាក់ៗចំនួនឆ្នាំជាមធ្យមដែលពលរដ្ឋអាចរស់នៅក្នុងមួយជីវិតការគាំទ្រផ្នែកសង្គមដូចជាទំនាក់ទំនងជាមួយគ្រួសារនិងមិត្តភ័ក្តិអភិបាលកិច្ចល្អដូចជាទំនុកចិត្តលើការប្រយុទ្ធប្រឆាំងអំពើពុករលួយក្នុងរដ្ឋាភិបាលនិងក្នុងការរកស៊ីសេរីភាពនៃការធ្វើសេចក្តីសម្រេចចិត្តក្នុងជីវិតនិងចិត្តសប្បុរសរបស់មនុស្សអ្នកធ្វើរបាយការណ៍បានជួបសម្ភាសជាមួយប្រជាពលរដ្ឋចំនួន 3000 នាក់ជុំវិញពិភពលោកហើយបានឲ្យពួកគេដាក់ពិន្ទុលើចំណុចទាំងនេះពីលេខ0ដល់លេខ10ដែលលេខ10ជាកម្រិតល្អប្រសើរបំផុតកម្ពុជាទទួលបានពិន្ទុជាង4ក្នុងចំណោមចំណុចទាំង6ដែលគេបានយកមកវិតម្លៃកម្ពុជាទទួលបានពិន្ទុច្រើនផ្នែកការជួយគ្នាទៅវិញទៅមកប៉ុន្តែការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយមានពិន្ទុតិចជាងគេលោកផៃស៊ីផានអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានទុកចិត្តនឹងការផ្តល់ពិន្ទុរបស់ប្រជាពលរដ្ឋដែលផ្តល់សម្ភារក្នុងរបាយការណ៍នេះលោកគិតថាប្រជាពលរដ្ឋអាចទទួលឥទ្ធិពលដោយសារការទទួលបានព័ត៌មានមិនច្បាស់លាស់លោកបញ្ជាក់ថាពិន្ទុដែលកម្ពុជាទទួលបាននេះមិនឆ្លើយតបនឹងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយអំពើពុករលួយពិសេសក្នុងវិស័យឯកជនហើយលោកថាការរក្សាកំណើនសេដ្ឋកិច្ចជាតិក្នុងអត្រា 7% ក្នុងមួយឆ្នាំការកើនឡើងនៅចំនួនអ្នកមានចំណូលមធ្យមការកើនឡើងនៃការតភ្ជាប់ទីក្រុងនិងជនបទការកើនឡើងនៅវិនិយោគបរទេសពិសេសការដំណើរការផ្សារទំនើបធំៗសុទ្ធសឹងតែជួយឲ្យប្រជាពលរដ្ឋបានរស់នៅមានសុភមង្គលជាងមុនគឺអ្វីដែលជាសុភមង្គលដែលកម្ពុជាមានគឺយើងត្រូវបានប្រសើរតែយើងគិតតែចេញពីភាពសង្គ្រាមនៃសង្គមនៅក្នុងសង្គមរបាយការណ៍ដាច់ដោយឡែករបស់អង្គការដំឡាភិបអន្តរជាតិចេញផ្សាយកាលពីពេលថ្មីៗនេះបង្ហាញថាប្រជាពលរដ្ឋកម្ពុជាចាត់ទុកស្ថាប័នតុលាការនិងស្ថាប័នរដ្ឋាភិបាល
ជាស្ថាប័នដែលមានអំពើពុករលួយជាងគេបំផុតត្រឡប់ទៅរបាយការណ៍សុភមង្គលពិភពលោកវិញករណីនៅប្រទេសចិនខណៈសេដ្ឋកិច្ចជាតិកើនឡើងប្រជាពលរដ្ឋបែរជាមិនសូវសប្បាយចិត្តទៅវិញដោយសារការភ័យខ្លាចគ្មានការងារធ្វើនិងការផ្លាស់ប្តូរសន្តិសុខសង្គមបើធៀបនឹងកាលពីពេលមុនដែលប្រទេសចិនមិនទាន់មានសេដ្ឋកិច្ចខ្លាំងដូចសពថ្ងៃរបាយការណ៍រកឃើញថាក្រៅតែពីមានការងារនិងប្រាក់ចំណូលគ្រប់គ្រាន់ប្រជាពលរដ្ឋឲ្យតម្លៃលើសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្តការអប់រំនិងជីវិតគ្រួសារនៅសង្គមលោកខាងលិចពលរដ្ឋឲ្យតម្លៃលើសុខភាពផ្លូវចិត្តដែលធ្វើឲ្យពួកគេសប្បាយរីករាយខ្លាំងជាងកត្តាប្រាក់ចំណូលការងារនិងសុខភាពផ្លូវកាយប្រធានបទសម្រាប់របាយការណ៍នៅឆ្នាំ2017គឺសុភមង្គលនៅកន្លែងធ្វើការលទ្ធផលស្រាវជ្រាវរកឃើញថាមនុស្សកំពុងចំណាយពេលវេលានៃជីវិតភាគច្រើននៅកន្លែងធ្វើការងារមនុស្សដែលមានប្រាក់ចំណូលច្រើនទំនងជាសប្បាយរីករាយជាងប៉ុន្តែប្រាក់មិនមែនជាកត្តាផ្ដាច់មុខវាស់វែងសុភមង្គលនោះទេគឺតុល្យភាពជីវិតឯកជននិងគ្រួសារប្រភេទការងារនិងកម្រិតនៃសេរីភាពបុគ្គលនោះទេដែលជាកត្តារួមផ្សំសំខាន់របាយការណ៍ឆ្នាំ2018ខាងមុខនឹងផ្ដោតសំខាន់លើការចំណាក់ស្រុកខ្ញុំសានសែលអាស៊ីសេរីភ្នំពេញរបាយការណ៍អភិវឌ្ឍមនុស្សឆ្នាំ2016របស់អង្គការកម្មវិធីអភិវឌ្ឍប្រជាជាតិចេញផ្សាយកាលពីម្សិលមិញបានបញ្ជាក់ថាកម្ពុជាមានអត្រាកំណើនខ្ពស់បំផុតនៃសន្ទុះអភិវឌ្ឍមនុស្សក្នុងឆ្នាំ2015បើប្រៀបធៀបកាលពីឆ្នាំ1990កម្ពុជាបានធ្វើឲ្យប្រសើរឡើងលើវិស័យសុខាភិបាលការអប់រំនិងស្តង់ដារនៃការរស់នៅរបស់ប្រជាពលរដ្ឋក៏ប៉ុន្តែបន្តមានបញ្ហាអវិជ្ជមានមួយចំនួនចាប់ពីរដ្ឋធានី Washington លោកមានរិទ្ធរាយការណ៍អង្គការកម្មវិធីអភិវឌ្ឍសហប្រជាជាតិបញ្ជាក់ថារវាងឆ្នាំ1990និងឆ្នាំ2015អត្រាកំណើនប្រចាំឆ្នាំជាមធ្យមនៃសន្ទុះអភិវឌ្ឍមនុស្សនៅកម្ពុជាស្មើនឹង1កណ្ដកសញ្ញា 84%ខ្ពស់ជាងអត្រាកំណើនជាមធ្យមក្នុងតំបន់អាស៊ីនិងអាស៊ីបូព៌ាដែលបច្ចុប្បន្នស្មើនឹង1កណ្ដកសញ្ញា 35%ជាលទ្ធផលកម្ពុជាក្លាយជាប្រទេសទី7ដែលមានអត្រាកំណើននៃសន្ទុះអភិវឌ្ឍមនុស្សលឿនបំផុតក្នុងសកលលោកយ៉ាងណាក៏ដោយសម្រាប់ឆ្នាំ2015លំដាប់សន្ទុះរបស់ប្រទេសកម្ពុជាឈរនៅលំដាប់ថ្នាក់143ក្នុងចំណោម188ប្រទេសពលគឺនៅទាបជាងប្រទេសជិតខាងរួមមានប្រទេសឡាវទី138និងប្រទេសវៀតណាមទី115ដែលស្ថិតក្នុងក្រុមប្រទេសអភិវឌ្ឍមនុស្សកម្រិតមធ្យមដោយឡែកប្រទេសថៃស្ថិតក្នុងលំដាប់ថ្នាក់ទី87ពលគឺក្នុងចំណោមក្រុមប្រទេសអភិវឌ្ឍមនុស្សកម្រិតខ្ពស់របាយការណ៍សង្កត់ធ្ងន់ថាបើទោះបីជាមានកំណើនគួរឲ្យកត់សម្គាល់បែបនេះក៏ដោយកម្ពុជានៅតែប្រឈមនឹងការលំបាកនានានៃការកាត់បន្ថយភាពក្រីក្រនិងវិសមភាពនៅឡើយហើយថាការអភិវឌ្ឍមនុស្សត្រូវចែកចាយដោយសមធម៌និងត្រូវមានការគិតគូរអំពីស្ត្រីផងដែរសម្រាប់អ្នកវិភាគបញ្ហាសង្គមលោកបណ្ឌិតមាសនេះលោកថ្លែងទទួលស្គាល់ថារបាយការណ៍នេះពិតជាឆ្លុះបញ្ចាំងការពិតនៃការអភិវឌ្ឍមនុស្សនៅកម្ពុជាពីទសវត្សរ៍1990ក្នុងចំណុចទាបបំផុតមកទល់នឹងបច្ចុប្បន្ននេះមែនក៏ប៉ុន្តែលោកថាកម្ពុជានៅជួបប្រទះនឹងបញ្ហាប្រឈមជាច្រើននៅក្នុងការអភិវឌ្ឍមនុស្សនេះទូយ៉ាងដូចជាសម្រាប់វិស័យអប់រំកម្ពុជាផលិតធនធានមនុស្សបានច្រើនត្រឹមតែចំនួនតែខ្វះគុណភាពហើយថាមានការកើនឡើងខ្ពស់នៃចំនួនក្មេងបោះបង់ចោលសាលារៀនបញ្ហាចំណាក់ស្រុកនិងការធ្វើការងារខុសជំនាញជាដើមដោយឡែកសម្រាប់វិស័យសុខាភិបាលសេវាកម្មសុខភាពនៅតែមានតម្លៃខ្ពស់ដែលប្រជាពលរដ្ឋក្រីក្រពិបាកនឹងទទួលបានសេវាកម្មនេះហើយថាពលរដ្ឋនៅតែមានកង្វះទំនុកចិត្តលើប្រព័ន្ធថែទាំសុខភាពនៅកម្ពុជានៅឡើយតាមរយៈការជ្រើសរើសទៅព្យាបាលសុខភាពនៅក្រៅប្រទេសជាដើមសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋលោកបណ្ឌិតមាននេះបញ្ជាក់ថាពលរដ្ឋនៅតាមតំបន់ជនបទនៅជំពាក់បំណុលខ្ពស់គួរឲ្យព្រួយបារម្ភនៅឡើយកត្តានេះបង្ហាញថាជីវភាពរបស់ពួកគេនៅតាមតំបន់ជនបទកំពុងប្រឈមនឹងការលំបាកក្រៅពីនេះលោកបណ្ឌិតមាននេះក៏បានសង្កត់ធ្ងន់ថាកម្ពុជានៅមានគម្លាតឆ្ងាយរវាងអ្នកមាននិងអ្នកក្របាទបើយើងមើលទៅរឿងនេះគឺយើងនៅខ្វះខាតច្រើនមែនទែនណាព្រោះឥឡូវនេះវាហាក់ដូចជាគម្លាតរវាងអ្នកមានអ្នកក្រមិនបានថមថយទេវាដូចជាឃ្លាតគ្នាកាន់តែខ្លាំងទៅហើយអ្នកក្រនេះក៏ដូចជាទោះបីជាថាយើងរស់នៅលើបន្ទាត់ក្រោមបន្ទាត់ក្រីក្រយើងបានថយជិត 50% មកនៅសល់ត្រឹម19 ឬ 20% ក៏ដោយប៉ុន្តែគឺយើងឃើញថាពលរដ្ឋខ្មែរប្រមាណជាជាង 50% ឬក៏ 60% អត់ទាន់បានដើរទៅណាឆ្ងាយពីលើបន្ទាត់ហ្នឹងទេបាននៅថានៅក្បែរបន្ទាត់ហ្នឹងបន្ទាត់ក្រីក្រហ្នឹងបានឡើងផុតពីបន្ទាត់ប៉ុន្តែមិនទាន់ឡើងទៅឆ្ងាយទេនៅក្បែរនេះអញ្ចឹងអាភាពងាយរងគ្រោះហ្នឹងគឺងាយនឹងធ្លាក់មកក្រោមបន្ទាត់
មន្ត្រីនាំពាក្យគណៈបកកណ្ដាលអំណាចលោកសុកអេសានមិនបានបដិសេធចំពោះបញ្ហាគម្លាតឬអតុល្យភាពរវាងអ្នកក្រនិងអ្នកមាននៅកម្ពុជានោះទេលោកក៏បានថ្លែងទទួលស្គាល់ផងដែរពីបញ្ហាប្រឈមនានាដែលកម្ពុជាកំពុងជួបប្រទះក្នុងកិច្ចការអភិវឌ្ឍមនុស្សរួមមានវិស័យអប់រំនិងវិស័យសុខាភិបាលជាដើមវាមានការកម្លាតគ្នារវាងអ្នកក្រនិងអ្នកមានវាពិតជាមានហើយក្នុងសង្គមណាដូចសង្គមណាវាមិនបានដូចមករៀនដៃដែលយើងអភិវឌ្ឍនឹងឲ្យវាស្មើគ្នាទេបើស្មើគ្នាគេថាកុម្មុយនីសទៀតហើយអានឹងចែកគ្នារស់ណាដល់ពេលដែលយើងប្រកាន់នៅរបបប្រជាធិបតេយ្យសេរីពហុបកមិនមែនចែកគ្នារស់ទេគឺប្រជែងគ្នាដើម្បីរស់ប្រឡងប្រណាំងគ្នាដណ្ដើមគ្នារស់អាហ្នឹងដែលជាចរិតនៃរបបប្រជាធិបតេយ្យសេរីបាទយ៉ាងណាក៏ដោយនាយកប្រចាំប្រទេសកម្ពុជារបស់អង្គការកម្មវិធីអភិវឌ្ឍសហប្រជាជាតិហៅកាត់ថា UNDP លោក Nick Beresford បានអបអរចំពោះកំណើនដែលកម្ពុជាសម្រេចបានប៉ុន្តែលោកថាលោកនឹងបន្តសង្កេតមើលវិធីជាយុទ្ធសាស្ត្រនៅពេលខាងមុខក្នុងការដោះស្រាយការប្រឈមនានាដែលនៅសេសសល់ដែលរារាំងដល់ការអភិវឌ្ឍមនុស្សនៅកម្ពុជាលោកបន្តថាដើម្បីសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពចំណុចសំខាន់គឺត្រូវប្រកាសថាគ្មានពលរដ្ឋណាម្នាក់នឹងត្រូវបានគេបោះបង់ចោលឡើយលោកបញ្ជាក់យ៉ាងដូចនេះថាយើងចង់ធ្វើឲ្យប្រកាសថាក្នុងបណ្ដាឆ្នាំខាងមុខនេះប្រជាជនកម្ពុជាកាន់តែច្រើនឡើងបានឃើញពីការប្រែប្រួលដ៏សំខាន់ចំពោះសុខុមាលភាពរបស់ខ្លួនហើយថាការអភិវឌ្ឍមនុស្សពិតជាសម្រាប់មនុស្សគ្រប់គ្នារបាយការណ៍អភិវឌ្ឍមនុស្សឆ្នាំ2016កំណត់និយមន័យថាការអភិវឌ្ឍមនុស្សគឺសំដៅលើអ្វីៗទាំងអស់ពាក់ព័ន្ធនឹងសេរីភាពរបស់មនុស្សពលគឺសេរីភាពក្នុងការសម្រេចបានសក្តានុពលពេញលេញនៅក្នុងជីវិតមនុស្សម្នាក់មិនមែនសម្រាប់តែក្រុមមនុស្សខ្លះឬបុគ្គលមួយចំនួននោះឡើយប៉ុន្តែសម្រាប់គ្រប់ជីវិតមនុស្សទាំងអស់ដើម្បីធានាបានការអភិវឌ្ឍមនុស្សសម្រាប់គ្រប់គ្នារបាយការណ៍គូបញ្ជាក់ថាដោយគ្រាន់តែកំណត់ស្ថានភាពអត្តសញ្ញាណនិងមូលហេតុដែលបណ្ដាលឲ្យមានទុរគតភាពនៃក្រុមមនុស្សដែលត្រូវបានគេបោះបង់ចោលក្នុងសង្គមគឺមិនគ្រប់គ្រាន់ឡើយទស្សនវិជ្ជាសំខាន់ដទៃទៀតនៃការអភិវឌ្ឍមនុស្សដែលរដ្ឋាភិបាលនានាចាំបាច់ត្រូវយកមកគិតគូរជាចម្បងដើម្បីដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្រអភិវឌ្ឍមនុស្សរួមមានបញ្ហាសិទ្ធិនិងសន្តិសុខមនុស្សសម្លេងនិងស្វ័យភាពបុគ្គលសមត្ថភាពធ្វើការរួមគ្នានិងភាពអាស្រ័យគ្នាទៅវិញទៅមកនៃជំរឿសរបស់បុគ្គលម្នាក់ដូចគ្នានេះដែររដ្ឋាភិបាលក៏ត្រូវគិតគូរដោយផ្ដោតលើគុណភាពជាងបរិមាណនៃការអភិវឌ្ឍមនុស្សខ្ញុំបាទមានរិទ្ធ អាស៊ីសេរី Washingtonចាលោកនាងជាទីមេត្រីអ្នកជាប់ឃុំនៅពន្ធនាគារខេត្តបន្ទាយមានជ័យចាប់ប្រកាន់មន្ត្រីពន្ធនាគារខេត្តនេះថាបានធ្វើទរណកម្មទៅលើអ្នកទោសបារោះដូចជាសត្វធាតុតែរៀងរាល់ថ្ងៃពួកគាត់អំពាវនាវឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងអង្គការពាក់ព័ន្ធចុះត្រួតពិនិត្យនិងចាត់វិធានការជាបន្ទាន់ប៉ុន្តែប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យបានបដិសេធចំពោះការចាត់ប្រកាន់នេះចាសូមអញ្ជើញលោកនាងស្ដាប់សេចក្តីរាយការណ៍របស់លោកហ៊ុំចម្រើនអំពីបញ្ហានេះពីរដ្ឋជននៅពន្ធនាគារខេត្តបន្ទាយមានជ័យកំពុងព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពនៃការរស់នៅរបស់ពួកគេក្នុងពន្ធនាគារមួយនេះអ្នកជាប់ឃុំនៅពន្ធនាគារខេត្តបន្ទាយមានជ័យឲ្យដឹងនៅថ្ងៃទី21មីនាថាចាប់តាំងពីប្រធានពន្ធនាគារថ្មីចូលកាន់តំណែងក្នុងអំឡុងចុងឆ្នាំ2016មកគឺបានរឹតបន្តឹងសេរីភាពដល់អ្នកទោសក្នុងពន្ធនាគារជាពិសេសមន្ត្រីពន្ធនាគារតែងធ្វើទរណកម្មទៅលើអ្នកទោសបុរសដោយសត្វធាតុមានជាអាចវាយក្បាលនឹងស្បែកជើងទាត់ធាក់នឹងផ្ទះកំភ្លៀងជាដើមកើតមានស្ទើររៀងរាល់ថ្ងៃពួកគាត់អះអាងថាការវាយធ្វើបាបអ្នកទោសនេះនៅពេលណាដែលមន្ត្រីទាំងនោះរកឃើញថាពួកគេមានកំហុសអ្វីមួយកើតឡើងនៅក្នុងពន្ធនាគារដោយពេលខ្លះវាយរហូតដល់អ្នកទោសរបួសហូរឈាមតាមរាងកាយក៏មានពួកគាត់បន្ថែមថាក្រៅអំពីនេះនៅពេលដែលអ្នកទោសត្រូវការផឹកទឹកម្ដងចាំបាច់ត្រូវទិញទឹកពីមន្ត្រីពន្ធនាគារក្នុងតម្លៃថ្លៃជាងខាងក្រៅពាក់កណ្ដាលដែលបញ្ហានេះធ្វើឲ្យប៉ះពាល់ដល់អ្នកទោសដែលមានជីវភាពខ្វះខាតយ៉ាងខ្លាំងយកខ្សែភ្លើងអាកបងឆក់ហើយនឹងអាខ្សែភ្លើងនឹងឆក់ខ្នងនេះធ្វើម៉េចឲ្យគ្នាឆ្លើយថាទូរស័ព្ទនឹងយកចេញមកពីណាអញ្ចឹងវាចង់ដឹងថាមន្ត្រីមួយណាអ្នកទិញឲ្យប៉ុន្តែអ្នកទោសធម្មតាគេទិញឲ្យគ្នាអត់ហ៊ានឆ្លើយថាមន្ត្រីនឹងទិញឲ្យព្រោះឲ្យខ្លាចមន្ត្រីនឹងខុសច្បាប់ចាប់ទោសចាប់អីដែរអញ្ចឹងគ្នាអត់ព្រមឆ្លើយទៅវាយទាត់គ្នានឹងគ្នាស្លាប់ពីរដងអញ្ចឹងបានលើកមកចាប់ក្បួយក្បាលគ្នាបានរត់ហៅគ្នាសួរមិនសា
ទៀតហើយយើងតែភ្លើងអាតបងឆក់អ្នកតោះនឹងឆក់គ្នាសន្លប់ពីរដងអីក៏មានហើយដាក់ឃុំគ្នានៅក្នុងបន្ទប់នឹងអត់ឲ្យគ្នាចេញតាណាទៅនេះសង្ស័យថាចំណៃអីក៏ឲ្យយកចូលហូបចូលអីតែហូបតែបាយរបបសន្លំបបទៀតគ្នាឡើងឈឺមែនតើអ្នកគេមានលុយអញ្ចឹងគេបានចេញមានសិទ្ធិសេរីភាពច្រើនជាងយើងមិនឲ្យចេញដើរតាណាអញ្ចឹងសម្រាប់ប្តីប្រពន្ធមកជាមួយគ្នាក៏តែបានជួបគ្នាដែរសុំជួបគ្នាអញ្ចឹងអត់ឲ្យជួបគ្នាទេចង់លំពោថាកុំឲ្យទៅគឺ10អ្នកតោចាប់ទូរស័ព្ទបានអញ្ចឹងខុសច្បាប់អញ្ចឹងគឺថាដាក់វិន័យ20ថ្ងៃដឹង20ថ្ងៃចាំបាច់វាយចាំបាច់ទាត់គ្នាគឺគាត់បិទគ្រប់យ៉ាងសម្បីតែការចេញចូលប្រចាំថ្ងៃហើយក្នុងបរិវេណគឺឥឡូវពីមុនគាត់អត់មានគូគំនូទេបណ្ដាឥឡូវគាត់គូគំនូឲ្យដើរទៀតគឺពិបាកមកសពក្រោយឆ្លើយតបនឹងការចោទប្រកាន់នេះប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យលោកអ៊ុំស៊ីផានមានប្រសាសន៍ថាចាប់តាំងពីលោកគ្រប់គ្រងក្នុងពន្ធនាគារជាង5ខែមកនេះគឺពុំមានមន្ត្រីពន្ធនាគារណាម្នាក់ទៅវាយធ្វើបាបអ្នកទោសដោយការចោទប្រកាន់របស់ពីរដ្ឋជននោះទេយើងមិនដែលមានទេបងរូបភាពប្រទេសមានជ័យនេះមិនដែលមានធ្វើទរណកម្មចំពោះជនជាប់ឃុំណាមួយអានេះជារូបភាពមូលបង្កាច់របស់ផ្សារទាំងស្រុងណាទោះជាយ៉ាងនេះក្តីមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាត់ហុកប្រចាំខេត្តបន្ទាយមានជ័យលោកសុំចង្គាមានប្រសាសន៍ថានៅក្នុងពន្ធនាគារមួយនេះកន្លងទៅលោកតែងទទួលដំណឹងពីពលរដ្ឋដែលមន្ត្រីពន្ធនាគារធ្វើទារុណកម្មពួកគាត់ជាប្រចាំលោកថាការធ្វើទារុណកម្មណាមួយលើរូបរាងកាយអ្នកទោសគឺជាអំពើខុសច្បាប់ព្រោះពន្ធនាគារមិនមែនជាកន្លែងមួយធ្វើទរណកម្មសួរចម្លើយមិនមែនកន្លែងមួយបង្អត់អាហារមិនមែនជាកន្លែងមួយបំបិទសិទ្ធិសេរីភាពសូម្បីនិយាយមិនបានទេជាកន្លែងមួយគ្រាន់បិទសិទ្ធិសេរីភាពនៃការដើរហើរចេញឆ្ងាយតែប៉ុណ្ណឹងតាហើយដើម្បីឲ្យមនុស្សនឹងកែខ្លួនឲ្យអ្នកទោសនឹងទទួលនៅទោសទណ្ឌទាំងឡាយដែលខ្លួននឹងអនុវត្តនៅទោសឲ្យកែខ្លួនលោកបានថែមថាកន្លងទៅមន្ត្រីអង្គការសិទ្ធិមនុស្សតែងស្នើសុំចូលទៅសួរសុខទុក្ខអ្នកទោសក្នុងពន្ធនាគារដែរក៏ប៉ុន្តែមន្ត្រីពន្ធនាគារតែងបដិសេធជានិច្ចសប្តាហ៍ថ្ងៃពន្ធនាគារខេត្តបន្ទាយមានជ័យមានអ្នកទោសសរុបជាង 1000 នាក់ក្នុងនោះមានអ្នកទោសស្រីជាង100នាក់ខ្ញុំបាទហុំចម្រើនអាស៊ីសេរីពីខេត្តបាត់ដំបងចាប់ពីខេត្តស្វាយរៀងឯនោះវិញមេប៉ុស្តិ៍នគរបាលឃុំចន្ទ្រាស្រុកចន្ទ្រារងការចាប់ប្រកាន់ថាបានប្រើកាំភ្លើងបាញ់ផ្លាតទៅត្រូវជើងយុវជនម្នាក់ដែលមានចំនួនជាមួយកូនប្រុសរបស់ខ្លួនអធិការស្រុកបានច្រានចោលការចាប់ប្រកាន់នេះក៏ប៉ុន្តែមន្ត្រីសង្គមស៊ីវិលចាត់ទុកថាករណីនេះបើសិនបើជាការពិតគឺសមត្ថកិច្ចរំលោភច្បាប់ចាលោកថាកិត្យារីកាហេតុការបាញ់បោះពីសំណាក់មន្ត្រីនគរបាលបណ្ដាលឲ្យប៉ះពាល់ដល់ពលរដ្ឋសាមញ្ញនេះត្រូវបានពលរដ្ឋអះអាងថាបានកើតឡើងកាលពីម៉ោងជាង 9 យប់នៅថ្ងៃទី20ខែមិនិនានៅក្នុងបរិវេណសាលាឃុំចន្ទ្រាស្រុកចន្ទ្រាខេត្តស្វាយរៀងជាទីដែលមានការរៀបចំដាក់ល្បែងកំសាន្តកន្ត្រកវិលជនរងគ្រោះក្នុងហេតុការណ៍នោះមានឈ្មោះមឹងសែនរស់នៅក្នុងភូមិតែងម៉ៅឃុំចន្ទ្រាបងប្រុសរបស់ជនរងគ្រោះឲ្យដឹងថាដំបូងឡើយកូនប្រុសរបស់មេប៉ុស្តិ៍ឃុំចន្ទ្រានិងប៉ាក់ពួកបានផឹកស៊ីនិងទាស់សម្ដីគ្នាជាមួយយុវជនមួយក្រុមទៀតនៅកន្លែងកន្ត្រកវិលនោះហើយជនរងគ្រោះបានចេញមុខទៅខាត់ក៏ប៉ុន្តែភ្លាមនោះមេប៉ុស្តិ៍ឃុំចន្ទ្រាលោកហាស៊ីយេតបានចេញមុខរករឿងនឹងបាញ់កំភ្លើងពីរគ្រាប់បណ្ដាលឲ្យត្រូវចំកំភួនជើងយុវជនមឹងសែនមួយគ្រាប់តែម្ដងបងយើងបានផឹកស៊ីគាត់ដាក់ទូគ្នាណាពេលអាខំទៅខាត់ទៅតាមបានប៉ូលីសមកបាញ់ពីរគ្រាប់បាទថាបាញ់ដីតែផ្លាត់ឡើងទៅខ្ញុំជឿដែលបាញ់ណាចឹងនៅបាញ់យកទៅមកកំពូនជើងពីកំពូនជើងមកកំពូនជើងមកមុខនេះទោះយ៉ាងណាសំណុំរឿងនេះបងប្រុសជនរងគ្រោះអះអាងថាប៉ូលីសបានហៅឪពុកម្ដាយរបស់លោកទៅសម្របសម្រួលនៅព្រឹកថ្ងៃទី21ខែមិនិនាដោយផ្ដល់ប្រាក់សំណងចំនួន$1200និងធានាចេញថ្លៃព្យាបាលប្អូនប្រុសរបស់លោករហូតដល់ជាដើម្បីបញ្ចប់រឿងចំណែកមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចន្ទ្រាលោកហាស៊ីយេតវិញត្រូវបានពលរដ្ឋរាយការណ៍ថាថ្នាក់លើបានសម្រេចបញ្ឈរជើងរយៈពេលពី3ខែទៅ6ខែអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីមេប៉ុស្តិ៍ឃុំចន្ទ្រាលោកហាស៊ីយេតបានទេនៅថ្ងៃទី21ខែមិនិនាដោយលោកបានបិទទូរស័ព្ទទៅវិញនៅពេលអាស៊ីសេរីសួរនាំរូបលោកហើយទោះជាព្យាយាមខលទៅទៀតក៏មិនលើកទូរស័ព្ទរីឯមេឃុំចន្ទ្រាលោកខ្លាញ់រុនអះអាងថាលោកមិនបានដឹងឮករណីបាញ់បោះនៅយប់ថ្ងៃទី20នោះទេដោយសារលោកជប់រវល់ប្រជុំរួចក៏ដាច់ទូរស័ព្ទទៅវិញចំពោះករណីនេះដែរស្នងការនគរបាលខេត្តស្វាយរៀងលោកកឹងខឿនថាខាងខេត្តកំពុងចុះស្រាវជ្រាវតែមិនទាន់មានរបាយការណ៍ហើយលោកបានបង្វែរឲ្យទៅសួរលោកអធិការស្រុកចន្ទ្រាវិញអធិការស្រុកចន្ទ្រាលោកសូស៊ីថនបានថ្លែងប្រាប់អាស៊ីសេរីតាមទូរស័ព្ទថាករណីនេះមិនមានអ្វីធ្ងន់ធ្ងរនោះទេគ្រាន់តែបង្ក្រាបក្មេងទំនើងហើយប៉ះពាល់តិចតួចលោកបានបន្តថារហូតមកដល់ពេលនេះ
ករណីនេះបានផ្សះផ្សាគ្នាតាមរយៈការសុំទោសគ្នាទៅវិញទៅមកចប់សពគ្រប់អស់ហើយដោយមិនមានការបង់សំណងជាប្រាក់នោះទេលោកបញ្ជាក់ដែរថាចំពោះរបួសជនរងគ្រោះមិនធ្ងន់ធ្ងរដោយពាក្យចចាមអារាមឡើយដោយគ្រាន់តែលាបប្រេងកូឡាក៏ជាសះស្បើយដែរអត់ទេគេគាត់ថាវាអត់មានលួចឈួតធ្ងរផងមិនអីទៅសំណងគាត់ថាជួបគ្នាទៅតែជួនតែថាជួបលៀងណាជួបលៀងហើយទៅអ៊ូហើយមកវិញទៅអស់គ្នានឹងអត់មានអីទៅវិញទៅមកការអះអាងរបស់លោកអធិការស្រុកនេះគឺផ្ទុយពីការលើកឡើងរបស់សាក្សីនិងសាច់ញាតិជនរងគ្រោះដោយបញ្ជាក់ថាកំភួនជើងខាងស្ដាំរបស់ជនរងគ្រោះគឺត្រូវគ្រាប់កាំភ្លើងចំនួន1គ្រាប់ធ្លុះពីម្ខាងទៅម្ខាងហើយនឹងអាចពិការផងប្រសិនបើមិនមានការព្យាបាលនិងថែទាំត្រឹមត្រូវបាញ់ត្រូវជើងទៅតាមចាប់ដល់ពេលតាមចាប់យកទៅប៉ុស្តិ៍រដ្ឋបាលហើយបានគេលួចថតមកដើម្បីឆាតចូលទូរស័ព្ទដៃរបស់ខ្ញុំវីដេអូឃ្លីបហ្នឹងខ្ញុំឃើញជើងខាងស្ដាំបាញ់ឃ្លុះខៃមកឃើញឆ្អឹងឃើញអីឈាមហូរឲ្យលហាមដូចចិត្តបើនិយាយទៅគេបិទរឿងនឹងកុំឲ្យលឺទៅខាងក្រៅព្រោះអីសិតតែស្នីគ្នាគេសិតតែនេះប៉ុស្តិ៍រដ្ឋបាលអ្នកសំណងជាមួយអធិការស្រុកការខេត្តអីចឹងទៅជាងជនរងគ្រោះគឺចេះតែពីអើនឹងខ្លាចជាដែរជនរងគ្រោះក្រពិតជីវិតក្រងាយជាងាយបងប្រុសនិងពលរដ្ឋមួយចំនួនអះអាងថាមកដល់ពេលនេះជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសវៀតណាមនៅឡើយសាក្សីដែលមិនហ៊ានបញ្ចេញឈ្មោះក៏ទម្លាយដែរថាក្រោយការសម្របសម្រួលនោះពួកគេបានឃើញក្រុមអាជ្ញាធរបានជួបជុំគ្នាទទួលទានគ្រឿងស្រវឹងទៀតផងទាក់ទិនករណីនេះមន្ត្រីសម្របសម្រួលនៃអង្គការលីកាដូប្រចាំខេត្តស្វាយរៀងលោកនុតបូពិនរតមានប្រសាសន៍ថាប្រសិនបើករណីនេះគឺជាការពិតទោះបីជាមេប៉ុស្តិ៍រូបនោះមានចេតនាឬមិនមានចេតនាធ្វើឲ្យផ្ទុះអាវុធក្តីក៏ប៉ុន្តែធ្វើឲ្យអ្នកដទៃមានរបួសស្នាមនោះគឺនឹងត្រូវទទួលទោសតាមផ្លូវច្បាប់ដោយមិនមែនត្រឹមតែពីនៃរដ្ឋបាលនោះទេតាមប្រធានអ្នកស៊ើបអង្កេតទៅគេឃើញថាគាត់ប្រើប្រាស់ដោយចេតនាឬគាត់បាញ់អានេះចេតនាហើយតែបើគាត់អាវុធគាត់ផ្ទុះដោយអចេតនានោះគាត់នៅតែមានបទល្មើសគាត់ល្មើសមកឈឹមគាត់បួសស្នាដោយអចេតនាបាទអញ្ចឹងនឹងខុសមួយនឹងការប្រើប្រាស់អាវុធដោយខុសច្បាប់ហើយហ្នឹងបាទហើយមួយទៀតអាវុធគាត់នឹងហើយគេថាអាវុធនឹងមានច្បាប់ទម្លាប់ការគ្រប់គ្រងគាត់មានអាវុធមានឆ្នាំតាមត្រូវអាហ្នឹងគាត់អាចរួចផុតពីការគ្រប់គ្រងអាវុធតែចំពោះការប្រើប្រាស់អាវុធបើគាត់ធ្វើដូចអ្វីដែលដើមហេតុមកហ្នឹងគឺទោះបីគាត់គ្មានចេតនាក៏ដោយគាត់មានចេតនាក៏គាត់នៅតែមានទោសព្រំទាន់តែប៉ុន្តែការប្រើប្រាស់អាវុធឲ្យអ្នកដែលមានរបួសស្នាមដោយអចេតនាមួយរយៈចុងក្រោយនេះមានព័ត៌មានជាច្រើនបង្ហាញថាអាជ្ញាធរមួយចំនួនបានប្រើអំណាចរបស់ខ្លួនទៅបាញ់បោះនិងវាយដំលើពលរដ្ឋធម្មតាដោយជាក់ស្ដែងកាលពីខែតុលាឆ្នាំ2016កន្លងទៅនគរបាលស្រុកស្អាងខេត្តកណ្ដាល3នាក់បានព្រួតវាយដំលើបុរស2នាក់បណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ធ្ងរម្នាក់ហើយចុងក្រោយត្រូវបានក្រសួងមហាផ្ទៃបញ្ឈប់ពីការងារតែមិនទាន់បានចាប់ខ្លួនពួកគេទាំង3នាក់នៅឡើយទេពលរដ្ឋនិងអង្គការសង្គមស៊ីវិលតែងតែទទូចឲ្យអាជ្ញាធរពាក់ព័ន្ធគួរបីបង្ហាញពីចំណាត់ការរបស់ខ្លួនឲ្យមានតម្លាភាពហើយចាត់វិធានការតាមផ្លូវច្បាប់ដើម្បីរកយុត្តិធម៌និងបំបត្តិវប្បធម៌នៃទណ្ឌភាពឬភាពគ្មានទោសពីរខ្ញុំថាកត្យាអាស៊ីសេរីភ្នំពេញក្រសួងមហាផ្ទៃសម្រាប់កាត់ប្រតិវត្តសមាជិកក្រុមប្រឹក្សាឃុំសង្កាត់19រូបមកពីខាងគណៈបកសំរងស៊ីនៅខេត្តតឹងត្រែងនៅក្នុងអំឡុងខែមីនានេះការសម្រេចនេះគឺដោយសារតែសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងនោះបានទៅឈរឈ្មោះឲ្យគណៈបកសង្គ្រោះជាតិវិញចំណែកឯមន្ត្រីសង្គមស៊ីវិលចាត់ទុកថាការសម្រេចរបស់ក្រសួងមហាផ្ទៃអាចប៉ះពាល់ដល់ដំណើរការអភិវឌ្ឍមូលដ្ឋានលោកម៉ានទិធីរាយការណ៍ព័ត៌មាននេះមេឃុំស្រែកស្រុកសេសានខេត្តស្ទឹងត្រែងដែលឈ្នះឆ្នោតដឹកនាំរដ្ឋបាលឃុំស្រែកមកពីគណៈបកសំរងស៊ីហាក់មិនអស់ចិត្តលើសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃដែលបានកាត់ប្រាក់ខែសមាជិកក្រុមប្រឹក្សាឃុំស្រែកចំនួន3រូបនិងរំលាយតួនាទីសមាជិកក្រុមប្រឹក្សាឃុំមកពីគណៈបកសំរងស៊ីដែលពុំទាន់ចាប់អាណត្តិការងាររយៈពេល5ឆ្នាំមេឃុំស្រែកលោកសៀមេគង្គចាត់ទុកការរំលាយសមាជិកភាពរបស់លោកចេញពីប្រធានក្រុមប្រឹក្សាឃុំស្រែកជារឿងនយោបាយដែលអាចប៉ះពាល់ការផ្តល់សេវាសាធារណៈដល់ពលរដ្ឋនិងការអភិវឌ្ឍមូលដ្ឋានលោកអះអាងថាផ្អែកតាមច្បាប់ក្រុមប្រឹក្សាឃុំសង្កាត់អស់សុពលភាពលុះត្រាតែក្រុមប្រឹក្សាឃុំថ្មីចូលកាន់តំណែងក្រោយពីក្រសួងមហាផ្ទៃធ្វើសេចក្តីប្រកាសលោកបញ្ជាក់ថាក្រុមប្រឹក្សាឃុំសង្កាត់មានអាណត្តិ5ឆ្នាំហើយត្រូវផុតកំណត់នៅពេលដែលក្រុមប្រឹក្សាឃុំថ្មីចូលកាន់តំណែងលោកចាត់ទុកសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃគឺផ្ទុយពីក្របខ័ណ្ឌច្បាប់ក្រសួងមហាផ្ទៃមិនទាន់ជាប្រកាសក្រុមប្រឹក្សាឃុំថ្មីចូលកាន់តំណែងអញ្ចឹងវាខែនោះយ៉ាងណាដែរយកទៅកាត់វាខែគឺខុសទាំងស្រុងហើយខុសច្បាប់ទាំងស្រុងហើយច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ឆ្នាំ2001មាត្រា11និងមាត្រា16ចែងថាក្រុមប្រឹក្សាឃុំសង្កាត់មានអាណត្តិ5ឆ្នាំហើយត្រូវផុតកំណត់នៅពេលដែលក្រុមប្រឹក្សាឃុំសង្កាត់ថ្មីចូលកាន់តំណែង
ក្រៅពីនេះបើសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ណាមួយត្រូវបាត់បង់សមាជិកភាពត្រូវជ្រើសរើសបេក្ខជនលេខរៀងបន្ទាប់ក្នុងបញ្ជីបេក្ខជនជាមួយគ្នាជំនួសដោយការមិនបោះឆ្នោតឡើងវិញរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីពេលថ្មីនេះបានណែនាំពីការអនុវត្តគោលការណ៍និងនីតិវិធីចំពោះក្រុមប្រឹក្សាឃុំសង្កាត់ឬក្រុមប្រឹក្សាស្រុកខណ្ឌនិងខេត្តដែលឈរឈ្មោះចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិថ្មីក្នុងនោះបង្ហាញថាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់មកពីគណៈបកសំរងស៊ីនិងគណៈបកសិទ្ធិមនុស្សនឹងបាត់បង់តួនាទីរបស់ខ្លួនក្រោយពីបានទៅឈរឈ្មោះឲ្យគណៈបកសង្គ្រោះជាតិវិញអាស៊ីសេរីមិនអាចតាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃលោកខៀវសុភ័ក្រដើម្បីសុំការបំភ្លឺជំវិញការចោទប្រកាន់នេះបានទេនៅថ្ងៃទី21មីនាព្រោះទូរស័ព្ទមិនអាចតាក់ទងបានអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងលោកម៉ែនគង់បញ្ជាក់នៅថ្ងៃទី21មីនាថាបើសមាជិកក្រុមប្រឹក្សាឃុំសង្កាត់គណៈបកណាមួយទៅឈរឈ្មោះឲ្យគណៈបកនយោបាយផ្សេងមានន័យថាបុគ្គលនោះគឺជាសមាជិកភាពនៃគណៈបកនយោបាយចុងក្រោយលោកបញ្ជាក់ថាវិធានការនេះផ្អែកតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់និងសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃបាត់សមត្ថភាពពេញពីសមាជិកដែលមានអាសនៈគណៈបកនៅក្នុងក្រុមប្រឹក្សាឃុំសង្កាត់គាត់មិនអាចមានសិទ្ធិចូលរួមប្រជុំបានទេមានន័យថាគាត់មិនបានបំពេញតួនាទីភារកិច្ចជាសមាជិកសមាជិកាក្រុមប្រឹក្សាឃុំនៅក្នុងមុខតំណែងនោះឡើយមានន័យថាគាត់មិនទទួលបានប្រាក់បៀវត្សទេមាត្រា14និងមាត្រា15នៃច្បាប់ស្តីពីគណៈបកនយោបាយចែងថាពលរដ្ឋខ្មែរម្នាក់ៗមិនអាចជាសមាជិកគណៈបកនយោបាយលើសពីមួយក្នុងពេលតែមួយបានទេក្នុងករណីដែលបុគ្គលមួយរូបចូលជាសមាជិកគណៈបកនានាជាច្រើនសមាជិកភាពជាមួយគណៈបកចុងក្រោយត្រូវចាត់ទុកជាបានការតែទោះជាយ៉ាងណាក៏ដោយនាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹតនិងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជាឬហៅកាត់ថាអង្គការ Netflix លោកសំគុណធាមីយល់ថាផ្អែកតាមច្បាប់បើសមាជិកក្រុមប្រឹក្សាឃុំមកពីគណៈបកសំរងស៊ីលាឈប់ពីគណៈបករបស់ខ្លួនហើយចូលជាសមាជិកភាពក្នុងគណៈបកសង្គ្រោះជាតិមានន័យថាគាត់ពុំមែនជាសមាជិកគណៈបកសំរងស៊ីទេនឹងត្រូវបាត់បង់តួនាទីជាមេឃុំនិងសមាជិកក្រុមប្រឹក្សាឃុំដែរតែយ៉ាងណាលោកបារម្ភថាច្បាប់បោះឆ្នោតត្រង់ចំណុចនេះកំពុងប្រឈមការលំបាកដល់ពលរដ្ឋនិងប៉ះពាល់ដល់ការអនុម័តអភិវឌ្ឍមូលដ្ឋានរបស់ក្រុមប្រឹក្សាឃុំសូមមកទៅរក្សាទូទីទៅជំនុំបោះឆ្នោតប្រហែលខែខាងមុខនេះទៀតទៅហើយជំនុំមានក្រុមប្រឹក្សាឬមេឃុំថ្មីមកចូលកាន់តំណែងទៅវាពាក់ព័ន្ធនឹងការងាររដ្ឋបាលស្ទះទេណាលោកគុណធីមីបន្ថែមថាខ្លឹមសារច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់បង្ហាញថាការសម្រេចរបស់ក្រុមប្រឹក្សាឃុំសង្កាត់គឺតម្រូវឲ្យមានក្រុមប្រជុំនិងក្រុមសម្រេចស្មើនឹងពាក់កណ្ដាលបូក1ក្នុងចំណោមក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់តែប្រសិនបើបាត់បង់សមាជិកភាពណាមួយក្នុងក្រុមប្រឹក្សាឃុំនោះដែលមានក្នុងអាណត្តិមុនបង្កឲ្យប៉ះពាល់ដល់ការសម្រេចរបស់ក្រុមប្រឹក្សាឃុំហើយប្រសិនបើមានការសម្រេចមិនគ្រប់ចំនួនកំណត់មានន័យថាការសម្រេចធ្វើឡើងដោយបំពានច្បាប់បញ្ហានេះលោកជំរុញឲ្យក្រសួងមហាផ្ទៃពិចារណានិងពិនិត្យឡើងវិញដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋនិងការអភិវឌ្ឍមូលដ្ឋានខ្ញុំម៉ែនសុធីអាស៊ីសេរីពីខេត្តស្ទឹងត្រែងចាចំណែកនៅខេត្តរតនគិរីនៅវិញអតីតសមាជិកក្រុមប្រឹក្សាឃុំសើងនៃគណៈបកសំរងស៊ីដែលបានឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំនៃគណៈបកសង្គ្រោះជាតិបានចាប់ប្រកាន់ប្រធានគណៈកម្មការប្រតិបត្តិរបបកែវនៃគណៈបកសង្គ្រោះជាតិថាបង្កើតរឿងអយុត្តិធម៌ចំពោះសមាជិកនៅមូលដ្ឋានហើយនឹងគម្រាមបណ្ដឹងចេញពីបកចំពោះសមាជិកណាដែលតវ៉ាទៅនឹងការរៀបចំបញ្ជីឈ្មោះបេក្ខជនសម្រាប់ការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខចាសសូមអញ្ជើញលោកដានៀងស្ដាប់សេចក្តីរាយការណ៍របស់លោករដ្ឋាភិបាលជំវិញបញ្ហានេះអតីតជំទប់ទី2ឃុំសើងនៃគណៈបកសំរងស៊ីដែលបានឈរឈ្មោះជាបេក្ខជនតំណាងក្រុមប្រឹក្សាឃុំនៃគណៈបកសង្គ្រោះជាតិសម្រាប់ការបោះឆ្នោតខែមិថុនាខាងមុខព្រមានចាក់ចែងពីបកសង្គ្រោះជាតិវិញប្រសិនថ្នាក់ដឹកនាំបកនេះមិនដោះស្រាយចំនួនផ្ទៃក្នុងបកនៅថ្នាក់មូលដ្ឋានការព្រមាននេះធ្វើឡើងនៅថ្ងៃទី21ខែមីនាបន្ទាប់ពីសមាជិកបកសង្គ្រោះជាតិរូបនេះអះអាងថាប្រធានបកស្នាក់ស្រុកជ្រើសរើសលេខរៀងសកម្មជនឲ្យឈរឈ្មោះបោះឆ្នោតមិនបានត្រឹមត្រូវតាមលក្ខណៈសម្បត្តិសមាជិកដែលបានបម្រើបកមានស្នាដៃច្រើនឆ្នាំមកហើយសមាជិកគណៈកម្មការប្រតិបត្តិឃុំសើងនឹងជាបេក្ខជនលេខរៀងទី2សម្រាប់បេក្ខភាពឈរឈ្មោះបោះឆ្នោតនៃគណៈបកសង្គ្រោះជាតិលោកពឹសព្រឿនបញ្ជាក់ថាប្រធានគណៈកម្មការប្រតិបត្តិស្រុកបោះកែវនៃគណៈបកសង្គ្រោះជាតិគឺលោកសៀងប៊ុនថាបានគម្រាមឲ្យលោកចាក់ចេញពីបកដោយសារតែលោកបានតវ៉ារឿងបញ្ជីឈ្មោះបេក្ខជននេះលោកថាអតីតសមាជិកគណៈបកសំរងស៊ី2រូបនិងសមាជិកបកសង្គ្រោះជាតិ8នាក់ដែលចុះឈ្មោះជាអ្នកសង្កេតការបោះឆ្នោតក្នុងឃុំនេះ
ក៏គ្រងចាក់ចេញពីបកសង្គ្រោះជាតិវិញដោយសារតែមិនពេញចិត្តចំពោះការដឹកនាំរបស់មន្ត្រីបកថ្នាក់ស្រុកនេះដាច់ដល់ដាច់និយាយចំដីចឹងដល់ឲ្យខ្ញុំចូលគណៈបកផ្សេងដល់គឺថាចឹងហ៎ក៏មិនដល់ឆ្លៃយើងចូលគណៈបកផ្សេងទៀតហើយដល់វាត្រូវការនៅខេត្តរតនគិរីអតីតសកម្មជនគណៈបកសំរងស៊ីដែលបានជាប់ឆ្នោតក្នុងក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី3មានចំនួន30នាក់ក៏ប៉ុន្តែសកម្មជនទាំងនោះមួយចំនួនមិនត្រូវបានមន្ត្រីបកសង្គ្រោះជាតិដាក់ឈ្មោះឬមិនជាប់ឈ្មោះលំដាប់លេខរៀងល្អក្នុងបញ្ជីបេក្ខជនចូលឈ្មោះបោះឆ្នោតឃុំសង្កាត់អាណត្តិទី4នេះទេប្រធានគណៈកម្មការប្រតិបត្តិគណៈបកសង្គ្រោះជាតិស្រុកបរកែវលោកសៀងមុនថាចាត់ទុកការចាប់ប្រកាន់នេះថាជារឿងបុគ្គលដែលមិនយល់ពីការកែតម្រង់របស់បកក្នុងការជ្រើសរើសបេក្ខជនមានប្រជាប្រិយភាពសម្រាប់ប្រកួតប្រជែងបោះឆ្នោតនាពេលខាងមុខនេះលោកថាអតីតសមាជិកគណៈបកសំរងស៊ីតែងគម្រាមដកឈ្មោះចេញពីបញ្ជីឈ្មោះបេក្ខជនដោយសារតែមិនបានចុះឈ្មោះលេខរៀងទី1គណៈកម្មការជាតិរៀបចំការបោះឆ្នោតបានចេញប្រកាសបញ្ជីឈ្មោះបេក្ខជនគណៈបកនយោបាយដែលចូលឈ្មោះបោះឆ្នោតឃុំសង្កាត់ផ្លូវការរួចហើយលោកក៏សម្គាល់ថានេះជារឿងបុគ្គលមិនឆ្លុះបញ្ចាំងពីគោលនយោបាយរបស់បកឡើយវាបរិបទទីភាគច្រើនវាអត់គ្រប់ដល់គាត់មិនមែនខ្ញុំនឹងដកអ្នកចាស់ដាក់អ្នកថ្មីអញ្ចឹងទេមានពីណាដេញគាត់គេធ្វើកំណត់ហេតុប្រជុំអីដល់ទៅប្រហែលខែមុនតាគាត់នៅតែមិនព្រមមិនសុខចិត្តអញ្ចឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថាកោជបបានកំណត់កាលបរិច្ឆេទឲ្យគណៈបកនយោបាយចុះបញ្ជីឈ្មោះបេក្ខជនសម្រាប់បេក្ខភាពចូលឈ្មោះបោះឆ្នោតឃុំសង្កាត់ចាប់ពីថ្ងៃទី3ដល់ថ្ងៃទី5ខែមីនានិងប្រកាសបញ្ជីឈ្មោះបេក្ខជនផ្លូវការរួចរាល់ហើយកាលពីពាក់កណ្ដាលខែមីនាលេខាគណៈកម្មការសង្កេតការដើម្បីការបោះឆ្នោតដោយសេរីត្រឹមត្រូវនឹងយុត្តិធម៌នៅកម្ពុជាហៅកាត់ថា Confrel ប្រចាំខេត្តរតនគិរីលោកជួនភិនារាចាត់ទុកចំនួនផ្ទៃក្នុងគណៈបកសង្គ្រោះជាតិថាជារឿងធម្មតាដែលគណៈបកដទៃទៀតក៏កើតមានបញ្ហាស្រដៀងគ្នានេះដែរលោកថាចំនួនផ្ទៃក្នុងបកតែងនាំឲ្យខាតបង់ផលប្រយោជន៍គណៈការបោះឆ្នោតកាន់តែខិតមកដល់សំដីថាគណៈបកប្រជាជនក៏មានញ៉ាំផ្ទៃក្នុងដែរតើទៅនឹងការដាក់បេក្ខភាពក្រុមប្រឹក្សាឃុំហ្នឹងខាតប្រយោជន៍គណៈបកខ្លួនឯងទេអាហ្នឹងមកលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តរតនគិរីឲ្យដឹងថាគណៈបកនយោបាយដែលបានដាក់បញ្ជីបេក្ខជនចូលឈ្មោះបោះឆ្នោតឃុំសង្កាត់អាណត្តិទី4រួមមានគណៈបកប្រជាធិបតេយ្យមូលដ្ឋានគណៈបកប្រជាជនកម្ពុជាគណៈបកសង្គ្រោះជាតិគណៈបកខ្មែររួមជាតិនិងគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យខ្ញុំរដ្ឋាវិសាលអាស៊ីសេរីរាយការណ៍ពីខេត្តរតនគិរីចាលោកនាងជាទីមេត្រីតកតងនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះដែរព្រះមហាក្សត្រស្នើឲ្យប្រជាពលរដ្ឋកុំឲ្យចាញ់សម្លុតជនណាម្នាក់ឬក៏គណៈបកនយោបាយណាមួយដែលត្រូវប្រើសិទ្ធិសេរីភាពបោះឆ្នោតទៅតាមសតិសម្បញ្ញៈជ្រើសរើសបេក្ខជនឬក៏គណៈបកណាដែលខ្លួនពេញចិត្តព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហមុនីអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតទាំងអស់ត្រូវទៅបោះឆ្នោតឲ្យបានគ្រប់គ្នាដែលប្រព្រឹត្តទៅនៅថ្ងៃទី4ខែមិថុនាខាងមុខចាប់ព្រះអង្គមានបន្ទូលថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ2017នេះគឺជាការបោះឆ្នោតជាទូទៅជាសកលដោយសម្ងាត់តាមលទ្ធិប្រជាធិបតេយ្យសេរីពហុបកដូចនេះកុំឲ្យមានការព្រួយបារម្ភពីការគៀបសង្កត់គំរាមកំហែងឬក៏សម្លុតពីជនណាម្នាក់ឬក៏គណៈបកនយោបាយណាមួយឡើយចាលោកនាងជាទីមេត្រីដោយឡែករឿងបញ្ហាដីធ្លីវិញអ្នកភូមិនៅឃុំថ្មតាស្រុកវាវែងខេត្តពោធិ៍សាត់ចោទក្រុមហ៊ុន MDS របស់លោកអុកញ៉ាទ្រីភិបថានៅតែបន្តយាយីធ្វើបាបនិងឈូសឆាយរំលោភយកដីប្រជាពលរដ្ឋចាតំណាងក្រុមហ៊ុនអះអាងថាទីតាំងដីដែលកំពុងឈូសឆាយនោះគឺស្ថិតនៅក្នុងដែនកំណត់ដីសម្បត្តិសេដ្ឋកិច្ចដែលក្រុមហ៊ុនទទួលបានពីរដ្ឋាភិបាលលោកចិនចេថារាយការណ៍ពលរដ្ឋម្នាក់ក្នុងចំណោមអ្នកភូមិនៃឃុំថ្មដែរចំនួន23គ្រួសារដែលនៅមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុនរបស់លោកអុកញ៉ាទ្រីភិបអះអាងថាក្រុមហ៊ុននៅតែបន្តដាក់គ្រឿងចាក់ឈូសឆាយលើដីមានទំនាស់ដោយមានការយាមកាមពីមន្ត្រីយោធានិងមន្ត្រីបរិស្ថានជាច្រើនអ្នកក្រោយមានសកម្មភាពឈូសឆាយនាពេលចុងក្រោយនេះអាជ្ញាធរខេត្តពោធិ៍សាត់បានចេញមុខដោះស្រាយជាមួយភាគីពលរដ្ឋជាថ្មីទៀតអ្នកភូមិសង្គមថ្មីនៃឃុំថ្មដែរម្នាក់លោកស្រីយ៉ងរ៉ាន់មានប្រសាសន៍ថាអ្នកភូមិមិនសូវមានជំនឿថាអាជ្ញាធរខេត្តពោធិ៍សាត់អាចដោះស្រាយបញ្ហានេះបានទេព្រោះលោកស្រីសង្កេតឃើញថាវិធីសាស្ត្រនិងការសន្យារបស់អភិបាលរងខេត្តលោកជេងឡៃដែលបានចុះដោះស្រាយជាមួយភាគីពលរដ្ឋនៅល្ងាចថ្ងៃទី21ខែមីនាជាការងារដែលសមត្ថកិច្ចធ្លាប់អនុវត្តប៉ុន្តែមិនទទួលបានជោគជ័យលទ្ធផល
មិញគាត់និយាយថាឲ្យយើងព្រមនឹងមិនព្រមប៉ុណ្ណឹងអត់ឲ្យយើងនិយាយវត្តដើមវិញថាដីយើងនឹងចេះដូចដីខ្ញុំរស់នៅតាមពីសមរណកម្មចំណាំខ្ញុំតាំងពី2010គូចោលអស់ហើយបែរជាមិនទទួលស្គាល់ចោលវិញថាការ01នេះក៏មិនទៅវស់វិញអញ្ចឹងខ្ញុំទៅពោសុំដីខ្ញុំដដែលឲ្យស្របតាមប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនលោកស្រីយ៉ងរ៉ាន់បញ្ជាក់ថារូបគាត់និងអ្នកភូមិមួយចំនួនទៀតនៅតែប្រកាន់ជំហរទាមទារយកដីដែលក្រុមហ៊ុនកំពុងរំលោភយកហើយស្នើឲ្យអាជ្ញាធរចុះវាស់វែងចេញប្លង់រឹងជូនពលរដ្ឋកាន់កាប់វិញឆ្លើយតបបញ្ហានេះអភិបាលរងខេត្តពោធិ៍សាត់លោកចេងឡៃថាអាជ្ញាធរកំពុងធ្វើបច្ចុប្បន្នភាពឬប្រមូលឈ្មោះពលរដ្ឋណាដែលស្ម័គ្រចិត្តទទួលយកដីនៅកន្លែងថ្មីក្នុងចំណោមពលរដ្ឋទាំង23គ្រួសារនោះដើម្បីងាយស្រួលដល់ការរៀបចំដីនៅកន្លែងថ្មីលោកបន្តថារហូតមកដល់ពេលនេះមានពលរដ្ឋចំនួន9គ្រួសារហើយក្នុងចំណោម23គ្រួសារបានយល់ព្រមទទួលយកដីនៅកន្លែងថ្មីយើងរក្សាតាមកំណត់ហេតុដែលគាត់បានធ្វើបច្ចុប្បន្នភាពនៅសាលាខេត្តឯកសារគាត់ទំហំប្រមាណយើងគិតតាមហ្នឹងណាអាហ្នឹងវាអញ្ចឹងកាលដើមឡើយវាបត់ជាលេខ01អញ្ចឹងណាអញ្ចឹងដែលបត់ជាលេខ01វាអត់មានផុសតាំងបើមិនមានផុសតាំងកាលពី01មកវាអត់អីទេចប់បាត់ហើយរឿងអស់ហ្នឹងអញ្ចឹងចំណែកនាយកប្រតិបត្តិក្រុមហ៊ុន MDS ប្រចាំមណ្ឌលខេត្តពោធិ៍សាត់លោកខៀងសុជីវ័នថាខាងលោកមិនអាចអាកាត់ថាត្រូវជ្រៀលដីបន្ថែមទៀតចេញពីដីរបស់ក្រុមហ៊ុនជូនពលរដ្ឋឬយ៉ាងណានោះទេគឺអាស្រ័យលើការដោះស្រាយរបស់អាជ្ញាធរប៉ុន្តែលោកថាក្រុមហ៊ុននៅតែបន្តធ្វើការឈូសឆាយដើម្បីអភិវឌ្ឍលើដីដែលខ្លួនបានទទួលសិទ្ធិស្របច្បាប់ពីរាជរដ្ឋាភិបាលនោះនេះវាជាភារកិច្ចរបស់អាជ្ញាធរអញ្ចឹងខ្ញុំអត់អាចនិយាយថាខ្វៀលអីខ្ញុំអត់មានសិទ្ធិក្នុងរឿងហ្នឹងអញ្ចឹងសម្រាប់ខាងក្រុមហ៊ុនដូចអត់មានដែលជំទាស់នឹងការដោះស្រាយព្រមការសម្រួលអីមួយខាងខេត្តទេតាមខ្ញុំដឹងគឺអាបាលរងខេត្តមួយគាត់ឡើងទៅដោះស្រាយការងារហ្នឹងអញ្ចឹងសូមឲ្យអ្នកពាក់ព័ន្ធហ្នឹងចូលរួមដោះស្រាយជាមួយខាងអាជ្ញាធរមន្ត្រីសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តពោធិ៍សាត់លោកអេងឈុនហានសង្កេតឃើញថាចំនួនដីធ្លីរ៉ាំរ៉ៃនេះបានប៉ះពាល់ដល់ជីវភាពអ្នកភូមិកាន់តែខ្លាំងឡើងដោយអ្នកខ្លះត្រូវធ្វើអំបោសឬរកអនុផលព្រៃឈើទៅលក់នៅផ្សារថៃយកប្រាក់មកចិញ្ចឹមជីវិតជំនួសការបង្កើនផលស្រូវឬពោតសណ្ដែកនៅលើដីដែលខ្លួនធ្លាប់ធ្វើប៉ុន្តែត្រូវបានគេហាមឃាត់មិនឲ្យចូលធ្វើបន្តទៀតនោះយើងចង់សូមឲ្យអាជ្ញាធរខេត្តលោកគាត់លឿនការដោះស្រាយឲ្យពួកគាត់នឹងបានពីអត្ថប្រយោជន៍សម្រាប់ដល់ដូចជីវភាពរបស់ពួកគាត់ណាក្រុមហ៊ុន MDS របស់លោកអុកញ៉ាត្រីភិបចាប់ផ្ដើមមានចំនួនដីធ្លីជាមួយពលរដ្ឋរស់នៅភូមិសង្គមថ្មីភូមិឯកភាពនិងភូមិកណ្ដាលនៃឃុំថ្មដាតាំងពីឆ្នាំ2010គឺក្រោយពេលដែលក្រុមហ៊ុននេះទទួលបានដីសម្បត្តិសេដ្ឋកិច្ចទំហំជាង2000ហិកតានៅតំបន់ថ្មដាដើម្បីសង់កាស៊ីណូនិងដំណាំកសិឧស្សាហកម្មប៉ុន្តែផ្ទៃដីនេះត្រូវបានវាស់ជ្រៀលជូនពលរដ្ឋខ្លះហើយខ្ញុំបាទចិនជេថាអាស៊ីសេរីពីខេត្តកំពង់ឆ្នាំងលោកនាងកញ្ញាកំពុងស្ដាប់កម្មវិធីផ្សាយរបស់ Visu Asia Serai ពីរដ្ឋធានី Washington សហរដ្ឋអាមេរិកការរំលោភកម្មសិទ្ធិបញ្ញាគឺជាបញ្ហាធំមួយហើយការអភិវឌ្ឍច្បាប់ទៀតសោតត្រូវគេមើលឃើញថានៅមានភាពទន់ខ្សោយគួរឲ្យព្រួយបារម្ភនៅឡើយតើកម្មសិទ្ធិបញ្ញាមានសារៈសំខាន់អ្វីខ្លះសូមលោកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ពីស្ដារជុំវិញបញ្ហានេះនាពេលបន្តិចទៀតនេះចាលោកអ្នកស្ដាប់យុតិមេត្រីសហប្រធាននៃកិច្ចប្រជុំគណៈកម្មាធិការសម្រាប់សម្រួលអន្តរជាតិសម្រាប់អភិវឌ្ឍនិងការពារបេតិកភណ្ឌព្រះវិហាររួមមានឥណ្ឌានិងចិនកំពុងរួមគ្នារៀបចំគម្រោងបច្ចេកទេសនិងថវិកាដើម្បីចំណាយទៅលើការជួសជុលព្រមទាំងអភិរក្សប្រាសាទព្រះវិហារឲ្យល្អប្រសើរឡើងវិញចាប្រាសាទបុរាណព្រះវិហារនៅលើកំពូលភ្នំដងរ៉ែកទទួលរងការបាក់បែកខ្លាំងដោយសារតែធម្មជាតិបំផ្លាញនិងគ្រាប់កាំភ្លើងក្នុងពេលដែលមានចំនួនព្រំដែនជាមួយនឹងថៃកាលពីឆ្នាំ2008ចាលោកហងសយុទ្ធរាយការណ៍អំពីរឿងនេះក្រុមអ្នកជំនាញខាងថែរក្សាសម្បត្តិបេតិកភណ្ឌចម្រុះជាតិសាសន៍ព្រមទាំងអង្គការ UNESCO បានជួបប្រជុំពេញអង្គលើកទី3នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់អភិវឌ្ឍនិងការពារបេតិកភណ្ឌព្រះវិហារ ICC នៅខេត្តសៀមរាបកាលពីព្រឹកថ្ងៃអង្គារទី21ខែមីនាកិច្ចប្រជុំដែលមានចិននិងឥណ្ឌាធ្វើជាសហប្រធាននោះបានជជែកអំពីការរៀបចំគម្រោងអភិរក្សនិងជួសជុលប្រាសាទព្រះវិហារព្រមទាំងប្រាសាទបុរាណកោះកេរអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីដែលបានចូលរួមក្នុងអង្គប្រជុំដែរនោះគឺលោកផៃស៊ីផាន
លោកមានប្រសាសន៍បន្ទាប់ពីសម្រាប់ពីកិច្ចប្រជុំនៅព្រឹកថ្ងៃអង្គារទី21ខែមីនាថាកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់អភិវឌ្ឍនិងការពារបេតិកភណ្ឌព្រះវិហារលើកទី3នេះគឺក្រុមអ្នកជំនាញអន្តរជាតិនឹងពិនិត្យមើលរបាយការណ៍ដែលបានដាក់ឲ្យអនុវត្តកន្លងទៅព្រមទាំងរៀបចំគម្រោងជាច្រើនទៀតសម្រាប់ឈានទៅរកការអភិរក្សនិងជួសជុលប្រាសាទព្រះវិហារនិងប្រាសាទបុរាណកោះកេរនៅពេលខាងមុខលោកផៃស៊ីផាន់បញ្ជាក់ថានៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់អភិវឌ្ឍនិងការពារបេតិកភណ្ឌព្រះវិហារគឺតំណាងគណៈកម្មាធិការកម្ពុជាបានទាមទារឲ្យសហប្រធាននៃកិច្ចប្រជុំគឺចិននិងឥណ្ឌាធ្វើការងារការពារនិងថែរក្សាជាបន្ទាន់ឆ្លើយតបទៅនឹងប្រាសាទព្រះវិហារនិងប្រាសាទកោះកេរដែលមានសភាពបាក់បែកទ្រុឌទ្រោមកាន់តែខ្លាំងទៅហើយនោះប្រាសាទព្រះវិហារបន្ទាប់ពីយើងមានវិវាទអាវុធកាលនៅឆ្នាំ2008មករវាងកម្ពុជាហើយជាមួយនឹងថៃក៏ប៉ុន្តែប្រាសាទព្រះវិហារដើរតួយ៉ាងសំខាន់នៅពេលយើងសម្របសម្រួលការប្រជុំលើកមុនហ្នឹងគឺអគ្គរដ្ឋទូតថៃបាននិយាយថាប្រាសាទព្រះវិហារដើរតួយ៉ាងសំខាន់នៅក្នុងកិច្ចសហការរវាងកម្ពុជាហើយនិងថៃនេះជាលើកដំបូងដែលយើងបានលើកទៀតនេះមន្ត្រីអាជ្ញាធរជាតិព្រះវិហារឲ្យដឹងថាពេលបច្ចុប្បន្ននេះបញ្ហាដែលត្រូវជួសជុលនិងការពារប្រាសាទព្រះវិហារជាបន្ទាន់គឺមានច្រើនដូចជាបញ្ហាផ្លូវឡើងទៅកាន់ប្រាសាទបញ្ហាទប់ស្កាត់ការហូរច្រោះដីដែលគំរាមកំហែងប្រាសាទនិងបញ្ហាការពារព្រៃឈើជាដើមប្រធានអាជ្ញាធរជាតិព្រះវិហារលោកគឹមសេដារ៉ាមានប្រសាសន៍ថាអាជ្ញាធរជាតិព្រះវិហារបានជំរុញឲ្យគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់អភិវឌ្ឍនិងការពារបេតិកភណ្ឌព្រះវិហារយកចិត្តទុកដាក់ទៅលើបញ្ហាអតិភិប3ចំណុចដើម្បីឲ្យដំណើរការអភិរក្សនិងថែរក្សាសម្បត្តិបេតិកភណ្ឌមាននិរន្តរភាពទៅថ្ងៃមុខបានបញ្ហាដែលយើងត្រូវតែធ្វើនឹងទី1ធនធានមនុស្សហើយនិងបណ្ដុះបណ្ដាលបញ្ហានេះជារឿងមួយដែលយើងត្រូវយកចិត្តទុកដាក់បំផុតទី2បញ្ហាព្រៃឈើនៅព្រះវិហារសំខាន់ណាស់ព្រោះព្រះវិហារវានៅលើកំពូលភ្នំប្រាសាទហ្នឹងកាលណាវាអស់ព្រៃអស់អីវាមានការហូរច្រោះអាហ្នឹងវាជារឿងមួយគ្រោះថ្នាក់បំផុតដល់ប្រាសាទហើយចំណុចទី3បញ្ហាសម្ភារៈហើយនិងថវិកាដែលជាបញ្ហាប្រឈមលោកគឹមសេដារ៉ាបញ្ជាក់ទៀតថានៅក្នុងកិច្ចប្រជុំពេញអង្គលើកទី3នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់អភិវឌ្ឍនិងការពារបេតិកភណ្ឌព្រះវិហារនេះគឺសហប្រធានចិននិងឥណ្ឌាបានចាប់ផ្ដើមរៀបចំផែនការជួសជុលប្រាសាទព្រះវិហារនិងប្រាសាទកោះកេរក៏ប៉ុន្តែលោកនៅមិនទាន់ដឹងប្រកាសថាដំណើរការជួសជុលនឹងចាប់ផ្ដើមនៅពេលណាហើយត្រូវចំណាយថវិកាលើគម្រោងជួសជុលប្រាសាទទាំងពីរនោះអស់ចំនួនប៉ុន្មានលានដុល្លារនៅឡើយទេខ្ញុំហងសាវយុទ្ធអាស៊ីសេរីរាយការណ៍ពីខេត្តសៀមរាបចាប់ពីខេត្តកំពតសមត្ថកិច្ចជំនាញជលផលកំពុងបំពេញនីតិវិធីច្បាប់ស្តីពីជលផលដើម្បីផាកពិន័យប្រជានេសាទជនជាតិវៀតណាមដែលបានឆ្លងចូលមកនេសាទនៅក្នុងដែនសមុទ្រទឹករាក់ប្រជានេសាទនៅខេត្តកំពតសាទរចំពោះចំណាត់ការរបស់សមត្ថកិច្ចទៅលើអ្នកនេសាទជនជាតិវៀតណាមនេះហើយស្នើឲ្យចំណាត់ការនេះគឺត្រូវធ្វើឡើងឲ្យបានទៀងទាត់ចា៎នេះគឺជាសេចក្តីរាយការណ៍របស់លោកយ៉ងច័ន្ទតារានាយខណ្ឌរដ្ឋបាលជលផលកំពតលោកសសុរិនបញ្ជាក់ប្រាប់អាស៊ីសេរីនៅថ្ងៃទី21ខែមីនាថាសមត្ថកិច្ចនឹងអនុវត្តតាមច្បាប់ស្តីពីជលផលចំពោះប្រជានេសាទជនជាតិវៀតណាមចំនួន16នាក់ដែលត្រូវបានឃាត់ខ្លួនលោកបញ្ជាក់ដោយខ្លីថាសមត្ថកិច្ចនឹងពិន័យអ្នកទាំងនោះតាមច្បាប់តែមិនបញ្ជូនទៅតុលាការនោះទេព្រោះឧបករណ៍នេសាទរបស់អ្នកទាំងនោះមិនដល់ថ្នាក់ត្រូវបញ្ជូនទៅតុលាការឡើយយើងធ្វើតាមច្បាប់ស្តីពីជលផលយើងអាចតាមនីតិវិធីច្បាប់ប៉ុន្តែការប្រើឧបករណ៍ហ្នឹងគឺវាមិនពាក់ព័ន្ធបញ្ជូនទៅតុលាការដោយការប្រើឧបករណ៍ឆក់ទេទោះបីជាយ៉ាងណាមន្ត្រីជំនាញរូបនេះមិនបានបញ្ជាក់ទេថានឹងត្រូវផាកពិន័យប្រជានេសាទវៀតណាមទាំងនោះចំនួនប៉ុន្មាននោះឡើយកាលពីថ្ងៃទី20ខែមីនាកន្លងទៅសមត្ថកិច្ចជំនាញជលផលខេត្តកំពតសហការជាមួយជំនាញពាក់ព័ន្ធផ្សេងទៀតបានចុះបង្ក្រាបបទល្មើសនេសាទប្រព្រឹត្តដោយប្រជានេសាទវៀតណាមចំនួន4ទូកនៅភូមិសាស្ត្រសមុទ្រខេត្តកំពតក្រុមសមត្ថកិច្ចចាប់បានទូកនេសាទចំនួន3គ្រឿងនិងឃាត់ខ្លួនអ្នកនេសាទជនជាតិវៀតណាមចំនួន16នាក់ប្រជានេសាទជនជាតិចាមនៅសង្កាត់ត្រយកោះក្រុងកំពតលោកម៉ាត់សោះសាទរចំពោះចំណាត់ការរបស់ក្រុមសមត្ថកិច្ចទៅលើប្រជានេសាទជនជាតិវៀតណាមដែលតែងឆ្លងចូលមកនេសាទក្នុងដែនទឹករាក់នៃសមុទ្រខេត្តកំពតក៏ប៉ុន្តែអ្នកនេសាទរូបនេះចង់ឃើញការអនុវត្តរបស់សមត្ថកិច្ចត្រូវធ្វើឡើងឲ្យបានទៀងទាត់និងមានប្រសិទ្ធភាពជាការត្រេកអរណាស់ដែលសមាជិកខំប្រឹងការងារបានច្រើនហើយទទួលលទ្ធផលបានល្អដែរប៉ុន្តែខ្ញុំសូមសំណូមពរទៅអនាគតទៅឲ្យខំធ្វើការងារឲ្យបានអត់ល្មួតហើយនឹងបានមកចត់ហើយនឹងជាយាមបានច្រើនទៅទៀតមន្ត្រីស៊ើបអង្កេតសមាគមអាត60ប្រចាំខេត្តកំពតលោកហេងភិរៈ
គាំទ្រចំពោះការផាកពិន័យអ្នកនេសាទជនជាតិវៀតណាមដែលប្រើឧបករណ៍ខុសច្បាប់ស្របតាមច្បាប់ជលផលក៏ប៉ុន្តែលោកស្នើសមត្ថកិច្ចតាមដានករណីនេះឲ្យបានជាប់លាប់ហើយបើរកឃើញថាក្រុមអ្នកនេសាទវៀតណាមនោះមិនរៀងចាលទេសមត្ថកិច្ចគួរតែចាប់ជនទាំងនោះបញ្ជូនទៅតុលាការលោកក៏ស្នើដល់អាជ្ញាធរឲ្យទប់ស្កាត់បទល្មើសនេសាទសមុទ្រនេះឲ្យមានប្រសិទ្ធភាពដើម្បីបញ្ជៀសទំនាស់ដែលអាចកើតមានឡើងរវាងក្រុមអ្នកនេសាទខ្មែរនិងវៀតណាមភាគីវៀតណាមដែលមានទូកធំមកអូសនៅក្នុងដែនទឹករាក់នេះអានឹងធ្វើឲ្យជីវរដ្ឋក្រីក្រមានទូកតូចតាចហ្នឹងមិនអាចប្រកបរបរចិញ្ចឹមជីវិតបានទី2ធ្វើឲ្យខូចខាតឬក៏ប្រផ្លាញនៅឲ្យកូនត្រីកូនទុគាអីហ្នឹងធ្វើឲ្យបាត់បង់នៅធនធានសមុទ្រហ្នឹងបើសិនជានៅតែមានការប្រព្រឹត្តហ្នឹងហើយទៅថ្ងៃខាងមុខបើសិនជានៅតែអញ្ចឹងវាអាចនាំឲ្យចំនួនកាន់តែកើតឡើងកាន់តែខ្លាំងអាចឈានដល់ប្រើអំពើហិង្សាខ្លាំងឡើងបាទប្រជានេសាទនៅខេត្តកំពតអះអាងថាបទល្មើសនេសាទសមុទ្រនៅភូមិសាស្ត្រខេត្តកំពតកើតមានកាន់តែខ្លាំងរយៈពេលជាង10ឆ្នាំកន្លងទៅនេះហើយជាញឹកញាប់ក្រុមអ្នកនេសាទជនជាតិវៀតណាមដែលមានមូលដ្ឋាននៅកោះត្រល់តែងចូលមកនេសាទយ៉ាងជ្រៅក្នុងដែនទឹកកម្ពុជាហើយតែងប៉ះទង្គិចជាមួយពួកគាត់ការប៉ះទង្គិចភាគច្រើនប្រជានេសាទខ្មែរគឺជាអ្នករងគ្រោះធ្ងន់ធ្ងរជាងដោយសារក្រុមជនជាតិវៀតណាមមានទូកធំជាងនិងមានឧបករណ៍ច្រើនជាងហើយជាក់ស្ដែងកាលពីឆ្នាំ2015កន្លងទៅបុរសម្នាក់ឈ្មោះដុលអាយ៉ូបដែលជាកម្មករទូកនេសាទនៅសង្កាត់ត្រើយកោះក្រុងកំពតត្រូវបានអ្នកនេសាទជនជាតិវៀតណាមវាយសម្លាប់រួចបោះសពចោលទៅក្នុងទឹកសមុទ្រផ្ដើមចេញពីបញ្ហាទាំងអស់នេះហើយដែលធ្វើឲ្យប្រជានេសាទរាប់រយនាក់នៅខេត្តកំពតបានប្រមូលផ្ដុំគ្នាតវ៉ានឹងបិទផ្លូវនៅគល់ស្ពានព្រែកកំពតថ្មីកាលពីដើមខែមីនាកន្លងទៅដើម្បីទាមទារឲ្យអាជ្ញាធរខេត្តចាត់វិធានការចំពោះក្រុមអ្នកនេសាទជនជាតិវៀតណាមដែលបានឆ្លងចូលមកនេសាទក្នុងដែនសមុទ្រកម្ពុជាប្រជានេសាទលោកម៉ាត់សុសបញ្ជាក់ថាតាំងពីផ្ទុះការតវ៉ាមកនេះគឺជាករណីទី1ហើយដែលមានក្រុមប្រជានេសាទជនជាតិវៀតណាមចូលមកនេសាទដោយប្រើឧបករណ៍ខុសច្បាប់ហើយត្រូវបានអាជ្ញាធរខ្មែរចាត់វិធានការភ្លាមលោកសង្ឃឹមថាអាជ្ញាធរនឹងអនុវត្តបែបនេះទៀតទៅថ្ងៃមុខដើម្បីថែរក្សាធនធានក្នុងសមុទ្រសម្រាប់ប្រជានេសាទនៅខេត្តកំពតខ្ញុំយ៉ងច័ន្ទដារាអាស៊ីសេរីភ្នំពេញចាលោកនាងជាទីមេត្រីអគ្គិសនីកម្ពុជាប្រកាសផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីរយៈពេល4ថ្ងៃនៅតាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញនិងខេត្តកណ្ដាលចាប់ពីថ្ងៃទី23ដល់ថ្ងៃទី26ខែមីនាសេចក្តីប្រកាសជូនដំណឹងរបស់អគ្គិសនីកម្ពុជាកាលពីម្សិលមិញឲ្យដឹងថានៅភ្នំពេញអាចប៉ះពាល់ដល់សង្កាត់មួយចំនួនក្នុងនោះរួមមានខណ្ឌត្រួយចង្វាសែនសុខពោធិ៍សែនជ័យខណ្ឌមានជ័យនិងខណ្ឌព្រែកភ្នៅចំណែកនៅខេត្តកណ្ដាលវិញអាចប៉ះពាល់ដល់តំបន់មួយចំនួននៅក្នុងក្រុងតាខ្មៅនិងនៅក្នុងស្រុកអង្គស្នួលការផ្អាកនេះគឺដោយសារតំបន់ទាំងនោះត្រូវមានការងារជួសជុលផ្លាស់ប្ដូរដំឡើងបរិក្ខារនិងបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវជាដើមចាលោកនាងកញ្ញាទៅបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីដែលរៀបចំជូនដល់នាងខ្ញុំម៉ៅសុធានីសូមអញ្ជើញលោកនាងកញ្ញារងចាំស្ដាប់សេចក្តីរាយការណ៍ផ្សេងទៀតនៅក្នុងការផ្សាយរបស់យើងនាពេលបន្តិចទៀតនេះលោកនាងកញ្ញានិងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅក្នុងកម្មវិធីផ្សាយជាបន្តទៅទៀតនេះយើងខ្ញុំមានសេចក្តីរាយការណ៍ពិស្ដារមួយផ្ដោតអំពីតើកម្មសិទ្ធិបញ្ញាមានសារៈសំខាន់យ៉ាងណាខ្លះហើយនៅចុងក្រោយនៃកម្មវិធីលោកនាងនឹងបានស្ដាប់ព័ត៌មានបញ្ចប់សូមអញ្ជើញលោកនាងស្ដាប់ការផ្សាយរបស់យើងខ្ញុំជាបន្តទៅទៀតដោយមេត្រីសេចក្តីរាយការណ៍ពិស្ដារការរំលោភកម្មសិទ្ធិបញ្ញាជាបញ្ហាធំមួយនៅកម្ពុជាមានទំនិញដែលថតចម្លងឬទំនិញคล้ายៗជាច្រើនត្រូវគេឃើញដាក់លក់នៅលើទីផ្សារទំនិញថតចម្លងទាំងនោះរួមមានដូចជាសម្លៀកបំពាក់ស្បែកជើងមួកនិងគ្រឿងអេឡិចត្រូនិកដែលចម្លងម៉ាកយីហោដោយគ្មានការអនុញ្ញាតពីម្ចាស់ដើមទាំងនោះមានទាំងក្រុមហ៊ុនក្នុងស្រុកនិងក្រៅស្រុកតើអ្វីទៅជាកម្មសិទ្ធិបញ្ញាហើយវាមានសារៈសំខាន់យ៉ាងណាខ្លះលោកជីវិតាមានសេចក្តីរាយការណ៍ពិស្ដារអំពីរឿងនេះជនទាំងឡាយណាដែលប្រើប្រាស់បញ្ញាខួរក្បាលធ្វើជាពលកម្មហើយរកឃើញវត្ថុអ្វីមួយឬរូបមន្តផលិតអ្វីមួយមុនគេជននោះត្រូវច្បាប់ទទួលស្គាល់ថាជាម្ចាស់ស្នាដៃនៃផលិតផលនោះស្នាដៃដែលបានមកពីការស្រាវជ្រាវរកឃើញមុនគេនោះហើយគឺជាកម្មសិទ្ធិបញ្ញារបស់ជននោះ
ហើយអ្នកដែលប្រើពលកម្មបញ្ញានិងដើមទុនសម្រាប់ផលិតកម្មនោះមានសិទ្ធិស្របច្បាប់ក្នុងការទទួលបានផលប្រយោជន៍សេដ្ឋកិច្ចនិងសង្គមគិច្ចពីផលិតផលដែលខ្លួនបានរកឃើញនោះដើម្បីលើកទឹកចិត្តដល់ការស្រាវជ្រាវបង្កើតវត្ថុឬទំនិញថ្មីៗទាំងច្បាប់ជាតិនិងអន្តរជាតិចេញមុខការពារផលប្រយោជន៍នៃផលិតកម្មខាងវិទ្យាសាស្ត្រអក្សរសាស្ត្រនិងសិល្បៈដែលជាស្នាដៃដើមរបស់អ្នកដែលរកឃើញមុនគេលោកមេធាវីកុយគុន្ធីឲ្យនិយមន័យកម្មសិទ្ធិបញ្ញាថាជាការប្រើប្រាស់ពលកម្មខាងគំនិតប្រាជ្ញារបស់អ្នកណាម្នាក់ហើយអាចទាញយកផលប្រយោជន៍ពីពលកម្មខាងគំនិតប្រាជ្ញានោះកម្មសិទ្ធិបញ្ញាគឺជាទ្រព្យមួយដូចជាឡានដូចជាផ្ទះអញ្ចឹងដែរតែខុសគ្នាត្រង់ថាឡានឬផ្ទះមានរូបរីឯកម្មសិទ្ធិបញ្ញាវិញគឺកើតចេញពីការសម្ដែងបញ្ញារបស់អ្នកណាម្នាក់ហើយដែលគេអាចទាញយកផលប្រយោជន៍សេដ្ឋកិច្ចផលប្រយោជន៍សង្គមដូចជាគេឈ្មោះក្នុងសង្គមជាដើមពីការសម្ដែងបញ្ញានេះកម្មសិទ្ធិបញ្ញាចែកចេញជា3ប្រភេទធំគឺសិទ្ធិអ្នកនិពន្ធសិទ្ធិតក្កកម្មនិងម៉ាកសិទ្ធិអ្នកនិពន្ធគឺជាស្នាដៃដើមទាំងឡាយដែលបង្កើតឡើងតាមគំនិតប្រាជ្ញាផ្ទាល់របស់អ្នកនិពន្ធក្នុងវិស័យអក្សរសាស្ត្រនិងសិល្បៈហើយមានសិទ្ធិទទួលបានផលប្រយោជន៍ពីស្នាដៃនោះលោកមេធាវីកុយគុន្ធីបញ្ជាក់ថាសិទ្ធិអ្នកនិពន្ធគ្របដណ្ដប់ទៅលើអក្សរសាស្ត្រនិងសិល្បៈផ្សេងៗមានគំនូរចម្លាក់បទភ្លេងជាដើមសិទ្ធិអ្នកនិពន្ធគឺជាសិទ្ធិលើស្នាដៃដើមខាងអក្សរមានដូចជាស្នាដៃនិពន្ធសៀវភៅបង្កើតជាភាពយន្តចម្រៀងកម្មវិធីកុំព្យូទ័រឬក៏កម្មវិធីទូរទស្សន៍ជាយើងអាចមើលឃើញរាល់ថ្ងៃដូចជា The Voice កម្មវិធី The Voice នេះក៏ជាបានន័យថាការរៀបចំកម្មវិធីនេះគឺកើតចេញមកពីគំនិតរបស់អ្នកណាមួយដែលគេបង្កើតហើយវាមានជារបៀបរបបអញ្ចឹងទៅអាហ្នឹងគេចាត់ទុកវាថាជាសិទ្ធិអ្នកនិពន្ធឧទាហរណ៍អំពីសិទ្ធិអ្នកនិពន្ធនៅកម្ពុជាអ្នកចម្រៀងសម្លេងមាសលោកស៊ីនស៊ីសមុទ្រមិនត្រឹមតែមានសម្លេងពីរោះគ្មានពីរប៉ុណ្ណោះទេប៉ុន្តែលោកគឺជាអ្នកនិពន្ធបទចម្រៀងទៀតផងលោកស៊ីនស៊ីសមុទ្រទទួលមរណភាពនៅក្នុងរបបខ្មែរក្រហមនៅក្នុងឆ្នាំ1976កាលពីចុងឆ្នាំ2014ក្រសួងពាណិជ្ជកម្មនិងក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានប្រគល់លិខិតទទួលស្គាល់កម្មសិទ្ធិបញ្ញាលើបទចម្រៀងចំនួន73បទដែលជាស្នាដៃនិពន្ធផ្ទាល់របស់លោកស៊ីនស៊ីសមុទ្រទៅឲ្យកូនប្រុសនិងភរិយារបស់លោកបទចម្រៀងដែលលោកស៊ីនស៊ីសមុទ្រនិពន្ធផ្ទាល់ដៃទាំងនោះមានដូចជាមន់រងាវរឿងខ្ញុំថាវរីនឹកគ្រប់វេលានិងរឿងស្នេហ៍ខ្ញុំជាដើមទោះជាយ៉ាងណាបើតាមច្បាប់កម្ពុជាសមាជិកគ្រួសាររបស់លោកស៊ីនស៊ីសមុទ្រមានកម្មសិទ្ធិបញ្ញាលើបទចម្រៀងចំនួន73បទនោះតែក្នុងរយៈពេលប្រមាណ9ឆ្នាំទៀតប៉ុណ្ណោះបើគិតត្រឹមឆ្នាំ2017នេះមាត្រា30នៃច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលចែងថាសិទ្ធិរបស់អ្នកនិពន្ធត្រូវបានការពារពេញមួយជីវិតរបស់អ្នកនិពន្ធបូក50ឆ្នាំក្រោយថ្ងៃអ្នកនិពន្ធទទួលមរណភាពនិយាយអំពីសិទ្ធិតក្កកម្មដែលជាផ្នែកមួយនៃកម្មសិទ្ធិបញ្ញាវិញគឺសំដៅដល់សិទ្ធិផ្ដាច់មុខលើការទាញយកផលប្រយោជន៍សេដ្ឋកិច្ចនៃការរកឃើញរបៀបធ្វើអ្វីមួយឬរូបមន្តធ្វើអ្វីមួយដែលជាការរកឃើញជាលើកដំបូងលោកមេធាវីកុយគុន្ធីបញ្ជាក់ថាវាគឺជាស្នាដៃមួយដែលមិនមានបុគ្គលណារកឃើញពីមុនមកជាផ្នែកមួយនៃសិទ្ធិកម្មសិទ្ធិបញ្ញាគឺសិទ្ធិតកម្មគឺជាសិទ្ធិផ្ដាច់មុខឧទាហរណ៍ថាខ្ញុំរកឃើញនៅបច្ចេកទេសមួយធ្វើសម្បកកង់រថយន្តដែលបើកទៅគឺជាន់តែគោលទៅអត់មុតអត់បែកបាទគឺនៅល្អរហូតអាហ្នឹងអាចបញ្ជាក់ថានេះគឺជាអ្វីដែលខ្ញុំរកឃើញអាហ្នឹងហើយគេហៅថាសិទ្ធិតក្កកម្មហ្នឹងគឺគេការពារទៅលើអ្នកដែលមានគំនិតរកឃើញនៅបច្ចេកទេសថ្មីអញ្ចឹងហើយអ្នកដែលរកឃើញមុនគេគឺអ្នកនោះគឺច្បាប់គេការពារមុនគេគ្មានអ្នកណាគេអាចយកបច្ចេកទេសនឹងតាមយើងបានទេដើម្បីងាយយល់អំពីសិទ្ធិតក្កកម្មខ្ញុំសូមជូនឧទាហរណ៍មួយទៀតឧបមាថាជនណាម្នាក់រកឃើញរូបមន្តផលិតសាប៊ូបោកសម្លៀកបំពាក់ចេញពីរុក្ខជាតិអ្វីមួយផ្សំជាមួយស្លឹកគ្រៃដែលមានគុណភាពខ្ពស់លើសពីសាប៊ូដទៃហើយមិនប៉ះពាល់បរិស្ថាននិងថែមទាំងផ្ដល់ក្លិនក្រអូបដល់សម្លៀកបំពាក់ទៀតផងនោះជននោះគឺជាម្ចាស់កម្មសិទ្ធិផ្ដាច់មុខលើផលិតផលថ្មីនោះហើយអ្នករកឃើញរូបមន្តផលិតសាប៊ូដែលមានឧត្តមប្រយោជន៍នេះមុនគេត្រូវច្បាប់ទទួលស្គាល់ថាជាអ្នកមានសិទ្ធិតក្កកម្មគឺជាសិទ្ធិពិសេសដែលអាចទាញយកផលប្រយោជន៍សេដ្ឋកិច្ចផ្ដាច់មុខពីសាប៊ូនេះ
ចំណែកម៉ាកវិញដែលជាផ្នែកមួយនៃកម្មសិទ្ធិបញ្ញាដែរនោះត្រូវបានសិប្បករប្រើប្រាស់តាំងពីសម័យដើមយូរលង់ណាស់មកហើយក្នុងគ្រានោះគេសង្កេតឃើញថាផលិតករឬសិប្បករបានចារឈ្មោះឬឆ្លាក់រូបអ្វីមួយនៅលើផលិតផលដែលគេបានផលិតដើម្បីសម្គាល់ថាផលិតផលនោះជាស្នាដៃរបស់ខ្លួននៅក្នុងសម័យទំនើបម៉ាកគឺជាសញ្ញាសម្គាល់ផលិតផលទំនិញឬសម្គាល់សេវាកម្មរបស់បុគ្គលឬក្រុមហ៊ុននីមួយៗដែលមានឯកលក្ខណៈសម្គាល់ប្លែកពីគ្នាម៉ាកក៏អាចជាសំណេរដែរបើតាមលោកមេធាវីកុយគុន្ធីម៉ាកអាចជាអក្សរអាចជាការសរសេរឧទាហរណ៍ដូចជា Coca-Cola គឺសរសេរតែអក្សរអញ្ចឹងឬក៏ Samsung គេសរសេរតែអក្សរអញ្ចឹងអាហ្នឹងក៏អាចថាជាម៉ាកជាសញ្ញាឬជាគំនូសអាចគូសជារបៀបការគូសការអីហ្នឹងអាហ្នឹងក៏គេគិតថាជាម៉ាកដែរហើយការសំណេរសញ្ញានិងគំនូសហ្នឹងគឺសម្គាល់ទៅលើផលិតផលមួយរបស់អ្នកណាឬក្រុមណាអាហ្នឹងយើងបើខ្ញុំឧទាហរណ៍មួយដោយងាយស្រួលស្ដាប់ទៅឧទាហរណ៍ដូចជាម៉ាក Coca-Cola បាទអញ្ចឹងម៉ាក Coca-Cola ហ្នឹងគឺយើងមើលទៅគឺសំដៅទៅលើទឹកក្រូចបានន័យថាម៉ាក Coca-Cola គឺសំដៅទៅលើទឹកក្រូចម៉ាក Apple គឺសំដៅទៅលើទូរស័ព្ទឬក៏កុំព្យូទ័រអញ្ចឹងទៅហ្នឹងគឺគេហៅថាម៉ាកសម្រាប់សិទ្ធិកម្មនិងម៉ាកដើម្បីទទួលបានការទទួលស្គាល់ជាផ្លូវការថាអ្វីដែលលោកអ្នកបានស្រាវជ្រាវរកឃើញនោះគឺជាស្នាដៃផ្ទាល់របស់លោកអ្នកឬជាកម្មសិទ្ធិបញ្ញារបស់លោកអ្នកត្រូវចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្មឲ្យច្បាប់ទទួលស្គាល់ជាមុនសិនទោះជាយ៉ាងណាក៏ដោយចុះការអនុវត្តច្បាប់ទៅលើការគ្រប់គ្រងវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជាត្រូវគេមើលឃើញថានៅមានភាពផ្ទុនខ្សោយគួរឲ្យព្រួយបារម្ភបញ្ហានេះបណ្ដាលឲ្យមានការរំលោភកម្មសិទ្ធិបញ្ញាដែលជាមូលហេតុធំមួយបន្តិចបង្អាក់ការខិតខំស្រាវជ្រាវរកស្នាដៃថ្មីបណ្ដាលឲ្យប៉ះពាល់ដល់ការរីកចម្រើនផ្នែកវប្បធម៌និងសេដ្ឋកិច្ចខ្ញុំជីវិតាអាស៊ីសេរីភ្នំពេញសេចក្តីជូនដំណឹងអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីគោរពវិជ្ជាជីវៈខ្ជាប់ជួនប្រសិនបើលោកអ្នកនាងសង្ស័យថាមានជនណាម្នាក់ដែលអះអាងថាជាអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីលោកអ្នកនាងអាចសុំពិនិត្យមើលប័ណ្ណសម្គាល់ខ្លួនរបស់ពួកគាត់ដែលផ្ដល់ជូនដោយវិទ្យុអាស៊ីសេរីឬទូរស័ព្ទមកកាន់លេខ012 811 911និងលេខ011 611 711ដើម្បីបញ្ជាក់ព័ត៌មានបន្ថែមសូមអរគុណជាបន្តទៅទៀតនេះនាងខ្ញុំម៉ៃសុធានីសូមជូនព័ត៌មានបញ្ចប់ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ129ផ្នែកសុភមង្គលក្នុងចំណោមប្រទេសចំនួន155នៅទូទាំងពិភពលោកដែលអង្គការសហប្រជាជាតិបានវាយតម្លៃចំណាត់ថ្នាក់នេះធ្វើឲ្យកម្ពុជាស្ថិតនៅពីក្រោយប្រទេសជាសមាជិកអាស៊ានជាច្រើនរបាយការណ៍អភិវឌ្ឍមនុស្សឆ្នាំ2016របស់អង្គការកម្មវិធីអភិវឌ្ឍសហប្រជាជាតិចេញផ្សាយកាលពីម្សិលមិញបានបញ្ជាក់ថាកម្ពុជាមានអត្រាកំណើនខ្ពស់បំផុតនៃសន្ទុះអភិវឌ្ឍមនុស្សក្នុងឆ្នាំ2015បើប្រៀបធៀបកាលពីឆ្នាំ1990កម្ពុជាបានធ្វើឲ្យប្រសើរឡើងលើវិស័យសុខាភិបាលការអប់រំនិងស្តង់ដារនៃការរស់នៅរបស់ប្រជាពលរដ្ឋក៏ប៉ុន្តែបន្តមានបញ្ហាអវិជ្ជមានមួយចំនួនចាអ្នកជាប់ឃុំនៅពន្ធនាគារខេត្តបន្ទាយមានជ័យចាប់ប្រកាន់មន្ត្រីពន្ធនាគារខេត្តនេះថាបានធ្វើទរណកម្មទៅលើអ្នកទោសបរិសុទ្ធដូចជាសត្វធាតុតែរៀងរាល់ថ្ងៃពួកគាត់ក៏បានអំពាវនាវឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងអង្គការពាក់ព័ន្ធចុះត្រួតពិនិត្យនិងចាត់វិធានការជាបន្ទាន់ក៏ប៉ុន្តែប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យបានបដិសេធចំពោះការចោទប្រកាន់នេះក្រសួងមហាផ្ទៃសម្រាប់កាត់ប្រាក់បៀវត្សសមាជិកក្រុមប្រឹក្សាឃុំសង្កាត់19រូបមកពីខាងគណៈបកសំរងស៊ីនៅខេត្តតឹងត្រែងនៅក្នុងអំឡុងខែមីនានេះការសម្រេចនេះគឺដោយសារតែសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងនោះបានទៅឈរឈ្មោះឲ្យគណៈបកសង្គ្រោះជាតិវិញចំណែកឯមន្ត្រីសង្គមស៊ីវិលចាត់ទុកថាការសម្រេចរបស់ក្រសួងមហាផ្ទៃអាចប៉ះពាល់ដល់ដំណើរការអភិវឌ្ឍមូលដ្ឋានលោកនាងកញ្ញាប្រិមត្តអ្នកស្ដាប់ជាទីមេត្រី
កម្មវិធីផ្សាយរយៈពេល1ម៉ោងនៃ Visual Asia សេរីជាភាសាខ្មែរនៅពេលនេះចប់តែប៉ុណ្ណេះយើងខ្ញុំទាំងអស់គ្នាសូមជូនពរលោកអ្នកនាងព្រមទាំងក្រុមគ្រួសារទាំងអស់សូមជួបប្រកបតែនឹងសេចក្តីសុខចម្រើនកំបីគ្លៀងគ្លាតឡើយបាទខ្ញុំបាទមានរិទ្ធចា៎នាងខ្ញុំម៉ៅសុធានីព្រមទាំងក្រុមការងារទាំងអស់នៃ Visual Asia សេរីសូមអរគុណនិងសូមជម្រាបលាចា៎សូមជម្រាបលា